ជីក្រក្នុងព្រៃធំនេះហើយថ្ងៃនេះយ៉ាវមានបាយហូបហើយស្លឹក4សង្ឃឹមថាយ៉ាលែងត្រូវគេស្អប់លែងត្រូវអ្នកភូមិថាទៀតថាមាត់ស្លាតូចចង្អៀតណាស់អាស្រូវស្រីព្រៃម្នាក់នេះមកជីកបន្លែក្នុងព្រៃធ្វើអីយើងគួរតែនៅឲ្យឆ្ងាយពីមនុស្សនាំសំណាងអាក្រក់នេះស្រីនេះចម្លែកណាស់វានិយាយអីក៏អាក្រក់ដែរលើកមុនវាថាស្ពានមាត់ភូមិនឹងដួលចប់ស្ពានដួលមែនលងទឹកស្លាប់ប៉ុន្មានអ្នកវាមាត់ស្លាមែនយាយនឹងឈឺជើងផងយ៉ាមានថ្នាំជួយយាយបានពេពេមិនចេះនិយាយក៏បិទមាត់ធ្វើមិនដឹងទេឆ្ងាយកុំឲ្យដំណាំងាប់ទៅបើយ៉ាអាចហូបបាយឆ្អែតរាល់ថ្ងៃល្អណាស់បើមិនកាត់ទេហូបបាយមួយពេលក៏បានហើយសង្ឃឹមថារដូវរងានេះមានសម្លៀកបំពាក់ក្តៅពាក់មានផ្ទះមិនលិចទឹកមិនលិចខ្យល់ចម្លែកណាស់ពីមុនទៅក្រុងវូថេងធ្វើជំនួញដើរផ្លូវនេះដើរបាន4ដងហើយមិនត្រឡប់មកវិញទៀតឬមួយជួបខ្មោចរាំងផ្លូវលោកស្រីវង្វេងផ្លូវហើយយើងឈប់ឡានសម្រាប់បន្តិចទេបើបន្តទៅទៀតលោកស្រីនឹងហត់ខ្ញុំក៏ចុះសួរផ្លូវគេដែរមិនបាច់ទេប្រញាប់ទៅមុខកុំឲ្យខានពេលហើយនៅទីហោស្ថាននេះមានអ្នកណាឲ្យសួរផ្លូវអូលោកស្រីល្អគ្រប់យ៉ាងទាំងពូជពងទាំងរូបរាងជាមេបញ្ជាការផងជាភរិយាលោកឈិនដូជុនតែសុខភាពនេះតាំងពីបាត់កូនស្រីតូចកាន់តែយ៉ាប់ទៅអូមានមនុស្សលោកស្រីនោះមានក្មេងម្នាក់ស្រីសួរឯងដឹងផ្លូវទៅសង្ហូទេមិននិយាយផ្ទះឯងនៅណាឪពុកម្ដាយឯងនៅណាកូននេះមិនមែនជាមនុស្សថ្លង់ទេនិយាយតិចកុំឲ្យកូនគាត់ភ័យកូនស្រីតូចអូនមើលទៅគួរឲ្យខ្លាចណាស់មែនទេនិយាយពីខ្ញុំទុកកូននោះចោលទៅលោកស្រីដើរក៏ត្រូវគេជួយត្រហើយមិនក៏នៅអាចអប់កូនបានទៀតមិនអីទេគ្រាន់តែចង់ជួយគេឲ្យបានឆាប់ភ្លេចខ្លួនឯងមួយផ្លេតលោកស្រីសូមលោកស្រីទុកកូនដែលនាំសំណាងអាក្រក់នោះចោលកូននាំសំណាងអាក្រក់លោកស្រីតើលោកមានន័យយ៉ាងម៉េចកូននេះគួរឲ្យស្រឡាញ់ណាស់មិនក៏ខ្លាចជាអ្នកនាំសំណាងលោកស្រីមិនមែនជាអ្នកភូមិយើងទេមិនដឹងថាកូនស្រីនេះចម្លែកណាស់លោកស្រីស្លៀកពាក់ល្អណាស់ហើយមានឡានតូចទៀតមើលទៅដូចអ្នកមាននៅឲ្យឆ្ងាយពីក្មេងស្រីតូចនេះកុំឲ្យរងគ្រោះកូនស្រីតូចនេះឈ្មោះយ៉ាគឺជាអ្នកនាំសំណាងអាក្រក់មកដូចឯកអ្វីទៅជាអ្នកនាំសំណាងអាក្រក់គាត់គ្រាន់តែជាកូនតូចតែគាត់អាចធ្វើអ្វីមិនក៏អ្នកទាំងអស់គ្នាមានចិត្តអាក្រក់ចំពោះគាត់ម្លេះលោកស្រីដាយឺតប្រយ័ត្នសុខភាពមីងធ្វើល្អបានល្អមីងឈឺមិនវិលមកទេកូនតូចនេះមិនមែនជាមនុស្សថ្លង់ទេខ្ញុំស្រាប់តែមិនវិលមកទៀតមានកម្លាំងពេញខ្លួនកូនស្រីតូចឯងឈ្មោះយ៉ាមែនទេឯងមិនមែនជាអ្នកនាំសំណាងល្អទេមីងទើបតែឈឺខ្លាំងណាស់ឡៃនិយាយហើយស្រាប់តែជាសះស្បើយគាត់ថានឹងមានទឹកជំនន់ក៏មកលងទឹកស្លាប់មនុស្សចាស់ក្មេងក្នុងភូមិយើងលោកស្រីទៅចុះកុំឲ្យរងគ្រោះហើយស្ដាយក្រោយអ្នកទាំងអស់គ្នាហួសហេតុពេកហើយយ៉ាកុំខ្លាចមីងមិនស្ដាប់តែពាក្យគេមខាងទេយ៉ាជាអ្នកនាំសំណាងល្អវិញទេឯងនៅណាមីងជូនឯងទៅផ្ទះបានទេយ៉ាគ្មានផ្ទះទេយ៉ានៅក្នុងជំរកគោតូចបែបនេះទៅនៅជំរកគោចុះឪពុកម្ដាយឯងទៅណាលោកស្រីវាគ្មានឪពុកម្ដាយទេគឺគេយកវាមកពីអ្នកលក់មនុស្សចង់លក់យកលុយតែគ្មានអ្នកហ៊ានទិញដាក់ដៃអស់ចុងក្រោយបានទៅឪពុកចិញ្ចឹមមកចិញ្ចឹមជាកូនប្រសាស្រីតែប៉ុន្មានថ្ងៃក្រោយថាក្មេងស្រីនេះអាក្រក់ណាស់ក៏យកទៅចោលក្នុងព្រៃវិញយ៉ាឯងមិនហ៊ាននិយាយព្រោះគេថាឯងមាត់ស្អុយមែនទេយ៉ាកុំខ្លាចកុំពិបាកចិត្តមីងមិនជឿពាក្យគេទេឯងជាតារាសំណាងរបស់មីងមិនមែនជាមនុស្សនាំសំណាងកូនល្អរងទុកហើយមីងស្អាតណាស់ទៅតាមមីងទៅផ្ទះពីថ្ងៃនេះទៅឯងមិនមែនជាកូនអនាថាទេឯងជាកូនស្រីរបស់មីងស្វាគមន៍លោកស្រីមកផ្ទះវិញលោកស្រីពីមុនដើរត្រូវគេជួយចេញទៅម្ដងមកវិញស្រស់ស្រាយខ្លាំងហើយថែមទាំងអាចអប់ក្មេងម្នាក់ទៀតហើយថែមទាំងអាចអប់កូនម្នាក់ឯងបានទៀតគួរឲ្យស្រឡាញ់ណាស់កូនស្អាតមកពីណានឹងស្រីមកពីណាគួរឲ្យស្រឡាញ់លោកស្រីនេះគាត់ឈ្មោះយ៉ាពីថ្ងៃនេះទៅជាកូនសៀវក៏ល្អអស្ចារ្យណាស់ប្រាសាទដែលបងប្អូននៅភូមិនិយាយប្រហែលជាបែបនេះហើយតែយ៉ាមានអារម្មណ៍ស្គាល់កន្លែងផ្ទះរបស់ពួកមនុស្សអាក្រក់មែនទេ
នេះគឺដូចក្នុងរឿងក្នុងសុបិនយ៉ាយ៉ាមានរឿងអីសុបិនឃើញពិភពលោកនេះជារឿងប្រឡំលោកកាយយ៉ានៅភូមិធ្វើឲ្យអ្នកភូមិភ័យខ្លាចបើប្រាប់សុបិនទៅម៉ាក់ខ្លាចម៉ាក់ភ័យម៉ាក់ផ្ទះធំណាស់យ៉ាចូលចិត្តម៉ាក់មិនចង់ឲ្យគាត់ភ័យទេយ៉ាថាធំទេពេលក្រោយម៉ាក់ធ្វើចំនួនចម្រើននឹងបដូរផ្ទះធំជាងនេះឲ្យយ៉ាល្អទៅម៉ាក់នាំឯងទៅងូតទឹកលោកស្រីខ្ញុំសូមអបគុណស្រីតូចសុខភាពលោកស្រីអរគុណយ៉ាពេលនេះខ្ញុំស្រស់ស្រាយណាស់មានកម្លាំងពេញខ្លួនខ្ញុំចង់អបតារាសំណាងរបស់ខ្ញុំនឹងអបគុណសំណាងល្អរបស់ខ្ញុំដោយខ្លួនឯងនាងតូចស្អាតណាស់គួរឲ្យស្រឡាញ់ចិត្តខ្ញុំរលាយអស់ហើយយ៉ានេះគឺប៉ារបស់ឯងនេះបងធំឈ្មោះលីវយ៉ាងទៅរៀនហើយនេះបងទី2រៀននៅសាលាតបខ្វាងជូនេះបងទី3ទៅផ្ទះតាយាយហើយបងទី4នៅផ្ទះតែមិនដឹងទៅលេងណាបាត់បងប្រុសច្រើនណាស់ពីនេះទៅសុទ្ធតែជាបងរបស់យ៉ាគេនឹងល្អជាមួយយ៉ាទាំងអស់គ្នាមើលទៅយ៉ាហត់ខ្លាំងណាស់ចៅម៉ាអូននាំយ៉ាទៅសម្រាប់ក្នុងបន្ទប់ដេករបស់ខ្ញុំនឹងខ្ញុំទៅដោះស្រាយការងារចំនួនបន្តិចហើយប្រាប់គេឲ្យទៅទិញសម្លៀកបំពាក់និងអាហារបាទលោកស្រីយថាម៉ាក់យកក្មេងស្រីម្នាក់មកចិញ្ចឹមបាទកូនតូចលោកស្រីយកនាងតូចមកចិញ្ចឹមនេះពិតជាកូននាំសំណាងមែនតើអីទេពកាយសំណាងចេញក្រៅណាក៏ឲ្យនាំសំណាងដែរកាយសំណាងដូចជាដុំថ្មនៅដេរើបានដែរឬអ្នកណាជឿពីឯងអូកូនតូចពាក្យនេះកុំឲ្យលោកស្រីមិនដឹងទេតាំងពីមានកូនស្រីយ៉ាងម៉េចសប្បាយអីហេតុអីត្រូវតែមានកូនស្រីខ្ញុំមិនចូលចិត្តប្អូនស្រីម៉ាក់ចង់បានកូនស្រីទើបសម្រាលបានបងប្រុស4នាក់បើម៉ាក់មិនសម្រាលទេសុខភាពយើងក៏មិនសូវអន់ដែរកូនស្រីក៏ដូចកូនប្រុសដែរសុទ្ធតែជាការរំខាននាងចៅឥឡូវកំពុងដេកក្នុងបន្ទប់លោកស្រីនិងលោកម្ចាស់អីបន្ទប់ប៉ាខ្ញុំមិនឲ្យចូលម៉ាក់ឲ្យក្មេងព្រៃនោះដេកទីនោះកូនតូចកុំខឹងនាងតូចកំពុងដេកកុំដាស់នាងក៏សមនឹងដេកលើក្រែម៉ាក់ដែរមានបានជាប្អូនស្រីខ្ញុំឈិនសៀវអូលោកស្រីស្រឡាញ់នាងតូចណាស់កូនតូចមិនពេញចិត្តនាងតូចនឹងពិបាកចូលរួមគ្រួសារនេះម៉ាក់ស្រឡាញ់កូនស្រីណាស់ឥឡូវមានកូនស្រីពិតប្រាកដជាមិនស្រឡាញ់ពួកយើងទៀតទេមិនចម្លែកទេដែលត្រឡប់មកវិញក៏ទៅរកស៊ីភ្លាមមិនសួរអីសោះកូនខ្ញុំដែលខ្វិនជើងនេះមិនចាំជួបក្មេងស្រីនោះខ្ញុំនឹងបន្លាចវាម្ដងបន្លាចគាត់ឲ្យរត់នេះហើយជាក្មេងស្រីព្រៃដែលម៉ាក់យកមកចិញ្ចឹមនាងគួរឲ្យស្រឡាញ់ណាស់អុយកូនប្រុសរបស់ខ្ញុំឲ្យលោកស្រីគាត់ចូលចិត្តនាងស្រីខ្លាំងណាស់កុំឲ្យនាងភ័យអីបើមិនដូច្នេះទេលោកស្រីត្រឡប់មកវិញនឹងខឹងអ្នកណាថាខ្ញុំចង់បន្លាចគាត់លោកទើបតែថាមិនចូលចិត្តប្អូនស្រីខ្ញុំស្អប់ម៉ាក់ណាស់ព្រោះចង់បានកូនស្រីទើបរាងកាយមិនល្អប៉ុន្តែនិយាយត្រឡប់វិញយកកូនស្រីតូចនេះមកចាត់ទុកថាមានកូនស្រីមិនចង់គិតរឿងមានកូនទៀតទេរាងកាយនឹងមិនចុះខ្សោយទៀតទេដូច្នេះមានក្មេងស្រីតូចនេះក៏ជាការល្អដែរកូនប្រុសតូចលោកបដូរមុខលឿនជាងបដូរសៀវភៅទៅទៀតទៅធ្វើការរបស់ឯងទៅខ្ញុំមើលទៅឈ្មោះឲ្យប្អូនស្រីបដូរហើយពីក្មេងស្រីព្រៃខ្លាយជាប្អូនស្រីគួរតែចូលចិត្តយ៉ាខ្លាំងខ្ញុំអាចស្ងប់ចិត្តហើយប្អូនស្រីឲ្យគួរឲ្យស្រឡាញ់ណាស់តែនៅតូចពេកបន្តិចអាយុ5ឆ្នាំហើយមិននៅតូចម្លេះហេតូចតែគួរឲ្យស្រឡាញ់បងទី4អ្នកគឺជាបងទី4ក្នុងរូបថតដែលមកឲ្យខ្ញុំមើលខ្ញុំជាបងប្អូនស្រីល្អហើយបងម្ដងទៀតមើលបងល្អណាស់ហើយម្ដងទៀតបងល្អណាស់ឈ្មោះអីគេយ៉ាពីរោះណាស់ឈ្មោះគួរឲ្យស្រឡាញ់ណាស់ឈើច្រត់អស់ហើយខ្ញុំចង់ឲ្យប្អូនស្រីចាប់អារម្មណ៍ល្អបងនាំប្អូនទៅញ៉ាំរបស់ឆ្ងាញ់ល្អទេកូនប្រុសតូចលោកចុះមកទៅធ្វើការរបស់ឯងទៅកុំរំខានខ្ញុំនិងប្អូនស្រីខ្ញុំនាំប្អូនស្រីទៅញ៉ាំរបស់ឆ្ងាញ់យ៉ាសាក់លបងមួយនេះមើលនំនេះមើលទៅមិនដូចនំដែលមកឲ្យទេយ៉ានេះហៅថាសុងថាជារបស់ជនបរទេសឆ្ងាញ់ណាស់សាក់លបងមើលសិនអរគុណបងចម្លែកណាស់កូនប្រុសតូចតាំងពីជើងរបួសមកមិនដែលញឹមដាក់អ្នកណាទេឥឡូវស្រាប់តែទន់ភ្លន់ជាមួយនាងស្រីតូចមែនហើយមើលទៅអនាគតមិនបារម្ភទេថានាងស្រីតូចនឹងមិនចូលជាមួយគ្រួសារនេះទេយ៉ាបងឈ្មោះសៀវឈីវជាបងទី4របស់ឯងពីនេះទៅបងនឹងការពីឯងឈ្មោះនេះធ្លាប់ស្គាល់ណាស់កុំយ៉ាធ្លាប់និយាយក្នុងរឿងមានតួអង្គម្នាក់ឈ្មោះឈិនសូថ្ងៃនេះយើងត្រូវធ្វើតាមគាត់ចុងក្រោយត្រូវបរិសុទ្ធសំខាន់ដាក់នឹងកៅអីរុញធ្លាក់ទឹកសមុទ្រស្លាប់យ៉ាមិនចង់ឲ្យបងលងទឹកស្លាប់ទេយ៉ាមានរឿងអីមិនចង់ញ៉ាំបង្អែមទេអញ្ចឹងយើងផឹកទឹកដោះគោវិញស្ករធ្លាក់ចូលកែវអស់ហើយយ៉ាកុំផឹកវាអីអូខេផឹកហើយដល់ផ្ទះបងចាក់ឲ្យមួយកែវទៀតបងខាត់លុយយ៉ាយើងដាក់ស្ករក្នុងទឹកដោះគោដើម្បីបង្កើនរសជាតិដាក់បន្តិចទៅទឹកដោះគោផ្អែមពេកមិនឆ្ងាញ់ទេហើយស្ករច្រើនពេកងាយកើតជំងឺទឹកនោមផ្អែមអីក៏ច្រើនពេកមិនល្អដែរច្រើនពេកដូចឆ្នាំបងច្រើនពេកធ្វើឲ្យជើងកាន់តែអាក្រក់ចង់ទេ
ទើបតែខំធ្វើធម្មតាដើម្បីកុំឲ្យចុងក្រោយក៏ត្រូវគេដឹងទើបតែនិយាយបានមួយប្រយោគហើយយ៉ាដែលនិយាយមិនដាច់យ៉ាស្អប់បងហើយដូចឆ្នាំបងច្រើនពេកយ៉ាថាឆ្នាំបងច្រើនពេកអ្នកគ្រប់គ្រងទៅហៅគ្រូពេទ្យលីមកឲ្យលឿនអ្នកគ្រប់គ្រងទៅហៅគ្រូពេទ្យលីមកឥឡូវនេះបាទកូនទី4បងឈឺជើងលោកស្រីមេបញ្ជាការជើងកូនលោកជ្រលក់ទឹកជង្គង់ទាំងពីររងរបួសខាងក្នុងត្រូវថែទាំឲ្យបានល្អមិនអីទេបងមិនឈឺទេកូនទី4គ្រូពេទ្យលីមកហើយគ្រូពេទ្យលីមើលជើងខ្ញុំម្ដងចម្លែកណាស់តាមទ្រឹស្ដីជើងកូនសៀវគួរហេតុអីកាន់តែធ្ងន់ធ្ងរពាក្យនេះឯងថាចិត្តកន្លះឆ្នាំមុនឯងថាជើងខ្ញុំមិនហើយថានឹងជាសេះស្បើយលឿនថានឹងជាសេះស្បើយឆាប់រហ័សចុងក្រោយយ៉ាងម៉េចដែរលោកសៀវករណីរបស់អ្នកពិតជាកម្រណាស់លោកឈិនឌូជុនគ្រូពេទ្យផ្សេងមកពិនិត្យឲ្យអ្នកហើយការព្យាបាលរបស់ខ្ញុំមិនមានបញ្ហាទេកូនចៅគ្រូសាចៅដែលធ្លាក់ទឹកជាមួយអ្នកក៏ព្យាបាលតាមវិធីដែរគាត់ជាសេះស្បើយហើយតើថ្នាំដែលអ្នកឲ្យខ្ញុំច្រើនពេកទេមិនអាចទេខ្ញុំធ្វើគ្រូពេទ្យរាប់សិបឆ្នាំហើយមិនអាចគ្រប់គ្រងកម្រិតថ្នាំខុសទេថ្នាំដែលឯងឲ្យខ្ញុំតើថ្នាំណាមួយដែលប្រើធ្វើឲ្យជើងខ្ញុំឈឺនិងខ្សោយកូនចៅគ្រូសាសៀវនៃផ្ទះជើងរបស់អ្នកមានជំងឺសន្លាក់ត្រូវការស្មៅដើម្បីបំបត្តិសំណើមប៉ុន្តែកូនចៅសៀវខ្ញុំមិនដែលឲ្យថ្នាំច្រើនពេកទេមកជាមួយខ្ញុំរបស់ទាំងនេះមានក្លិនស្មៅខ្លាំងធំក្លិនដឹងថាត្រាំក្នុងស្មៅយូរហើយកូនចៅសៀវមិនក៏អ្នកអូយកហើយអ្នកប្រើច្រើនម្លេះទាំងនេះជារបស់អ្នកចង់កប់ចិត្តឪពុកខ្ញុំពេលដឹងពីជំងឺនិងថ្នាំដែលខ្ញុំត្រូវការគេផ្ញើមកខ្ញុំប្រញាប់ចង់ឲ្យជើងជាសេះស្បើយមិនគិតក៏យកមកប្រើទាំងអស់មិនដឹងថាថ្នាំមានជាតិពុលទេកូនចៅតូចសំណាងហើយដែលរកឃើញតាន់ពេលបើមិនដូច្នេះទេបើបន្តទៀតអ្នកអាចនឹងឈរមិនរួចទាំងអស់នេះជាកំហុសខ្ញុំឈប់មិនមែនកំហុសអ្នកទេខ្ញុំខ្លួនឯងដែលខ្មាស់គេរាល់ដងដែលអ្នកមកពិនិត្យសុខភាពខ្ញុំនឹងលាងសម្អាតខ្លួនឲ្យមិនទុកក្លិនស្មៅបន្តិចទេដូច្នេះហើយទើបគេមិនដឹងថាថ្នាំច្រើនពេកអរគុណកូនចៅសៀវខ្ញុំនឹងសរសេរវិជ្ជាបញ្ជីថ្មីតាមវិជ្ជាបញ្ជីថ្មីមិនប្រើថ្នាំច្រើនពេកទេរបស់អ្នកនឹងជាសេះស្បើយឆាប់ល្អហើយសរសេរវិជ្ជាបញ្ជីចុះអូដូច្នេះហើយមូលហេតុដែលបងពិការជើងក្នុងសុបិនឥឡូវដឹងហើយបងនឹងមិនពិការទេយ៉ាសប្បាយចិត្តណាស់ជើងបងមិនឈឺទេនឹងជាសេះស្បើយហាកូនចៅជើងរបស់អ្នកជើងខ្ញុំឈឺតិចហើយយ៉ាឯងពិតជាកូននាំសំណាងរបស់បងអូនសង្គ្រោះបងហើយណាយ៉ាសម្លាញ់របស់បងនាងស្រីពិតជាតារាសំណាងមែនមិនឆ្ងល់ទេដែលគេចូលចិត្តអត់ល្អទេឌូជុនមកវិញហើយគាត់មិនទាន់ដឹងរឿងនាងយ៉ាទេឌូជុននេះដោយសារប្រពន្ធគាត់ឈឺគាត់មិនចូលចិត្តក្មេងស្រីតូចទេបើគាត់មិនពេញចិត្តនាងយ៉ាចង់បណ្ដេញនាងចេញធ្វើម៉េចពិបាកណាស់របស់ទាំងនេះមានក្លិនស្មៅខ្លាំងធំក្លិនដឹងថាត្រាំក្នុងស្មៅហើយលោកសៀវមិនចម្លែកទេដែលលោកពិបាកលោកប្រើច្រើនម្លេះទាំងនេះជារបស់ដែលគេចង់កប់ចំពុកខ្ញុំក្រោយដឹងពីជំងឺនិងថ្នាំដែលត្រូវការគេយកមកខ្ញុំប្រញាប់ចង់ឲ្យជើងជីទឹកមិនគិតច្រើនយកមកប្រើទាំងអស់មិនដឹងថាថ្នាំមានពីរអូលោកសៀវសំណាងហើយដែលរកឃើញតាន់បើមិនដូច្នេះទេបើបន្តទៀតលោកអាចនឹងឈរមិនកើតទោះខ្ញុំទេល្មមហើយមិនមែនទោះអ្នកទេខ្ញុំខ្លួនឯងដែលខ្វះការប្រុងប្រយ័ត្នរាល់ដងដែលអ្នកមកពិនិត្យឲ្យខ្ញុំនឹងលាងសម្អាតខ្លួនឲ្យស្អាតមិនទុកក្លិនស្មៅតតែសោះគេមិនដឹងថាប្រើថ្នាំច្រើនពេកអរគុណលោកសៀវចាំខ្ញុំសរសេរវិជ្ជាបញ្ជីថ្មីឲ្យលោកកូនតាមវិជ្ជាបញ្ជីថ្មីកុំប្រើថ្នាំច្រើនពេកលោកកូននឹងជាសេះស្បើយឆាប់ល្មមហើយសរសេរវិជ្ជាបញ្ជីចុះអូក្នុងសុបិនមូលហេតុដែលបងពិការជើងគឺនេះហើយឥឡូវដឹងហើយបងមិនពិការទេយើងសប្បាយចិត្តណាស់ជើងបងមិនឈឺទេនឹងជាឡើងវិញអរគុណយ៉ាវហាលោកម្ចាស់ជើងលោកជើងខ្ញុំឈឺតិចហើយយ៉ាឯងពិតជាកូននាំសំណាងរបស់បងអូនសង្គ្រោះបងហើយណាយ៉ាសម្លាញ់របស់បងនាងស្រីពិតជាតារាសំណាងមែនមិនឆ្ងល់ទេដែលគេចូលចិត្តអត់ល្អទេឌូជុននឹងមកដល់ឆាប់គាត់មិនទាន់ដឹងរឿងនាងយ៉ាទេឌូជុននេះដោយសារសុខភាពប្រពន្ធខ្ញុំមិនសូវចូលចិត្តក្មេងស្រីទេចុះបើគាត់មិនចូលចិត្តនាងយ៉ាបើគាត់ចង់បណ្ដេញនាងចេញវិញនឹងពិបាកហើយអ្នកធ្វើការយោធីចប់ហើយ
នឿយហត់ហើយមែនទេខ្ញុំត្រឡប់មកពីប្រជុំជំនួយដំណើរការល្អទេអ្វីរួនទាំងអស់ល្អហើយអាយ៉ាងមកដល់ផ្ទះហើយកុំនិយាយពីការងារមើលអ្នកនឿយណាស់យើងសម្រាប់លេងជាមួយកូនស្រីវិញមិនក៏គិតដូច្នេះអ្នកណាប្រាប់អ្នកថាខ្ញុំមានកូនទៀតយកកូនស្រីម្នាក់មកចិញ្ចឹមមានគួរឲ្យស្រឡាញ់ស្អាតនិងចេះស្ដាប់បង្គាប់ណាស់បើមិនអញ្ចឹងទេតើអ្នកគិតថាខ្ញុំមានកម្លាំងចិត្តម៉េចខ្ញុំស្មានថាអ្នកសប្បាយចិត្តព្រោះជំនួយទៅកូនស្រីយើងឈ្មោះយ៉ាយ៉ាខ្ញុំឃើញនាងភ្លាមក៏ស្រឡាញ់ណាស់អ្នកប្រកាសជាចូលចិត្តគាត់ដែរខ្ញុំជួបនាងតាមផ្លូវពេលត្រឡប់មកពីក្រុងសម្រាប់វាប៉ាម៉ាក់ម៉ាអាសៀងជើងឯងប៉ាម៉ាក់ម៉ាខ្ញុំឈ្មោះយ៉ាយ៉ាជាតារាសំណាងរបស់នាងប្រាប់ខ្ញុំថាខ្ញុំលេបថ្នាំច្រើនពេកខ្ញុំទើបតែងូតទឹកក្តៅធ្វើឲ្យខ្លាញ់ក្នុងជង្គង់ខ្ញុំចេញមកជើងខ្ញុំស្រួលជាងមុនច្រើនធ្វើចលនាក៏ស្រួលដែរគ្រូពេទ្យថាខ្ញុំនឹងជាឆាប់អុយពិតជាតារាសំណាងមែនជើងប្អូនទី4ជាហើយយិនចិនខ្ញុំថាត្រូវហើយមែនទេខ្ញុំភ្លេចប្រាប់អ្នកនាងមិនមែនគ្រាន់តែចង្អុលផ្លូវឲ្យខ្ញុំទេជំងឺឈឺក្បាលរបស់ខ្ញុំក៏ជាដោយសារនាងដែរអុយមិនអាចនិយាយច្រើនទេទោះខ្ញុំពន្យល់យ៉ាងណាមិនបានឃើញយ៉ាយ៉ាផ្ទាល់ក៏ដឹងច្បាស់អ្នកឃើញនាងអ្នកនឹងដឹងថានាងល្អនិងគួរឲ្យស្រឡាញ់ប៉ុណ្ណាមើលម្ដាយឯងមានកូនស្រីហើយភ្លេចប្តីអុយឯងជាកូនស្រីម៉ាក់យ៉ាយ៉ាហាយ៉ាយ៉ាប៉ានេះហើយប៉ាឈ្មោះឈិនយ៉ាឈ្មោះហើយយូណេងជាមេតបសង្ហូចាំទុកណាថាឯងត្រូវគេសង្កត់សង្កិនក្នុងភូមិមែនទេកុំខ្លាចឥឡូវឯងមានប៉ានិងម៉ាក់ហើយពីនេះទៅគ្មានអ្នកណាហ៊ានធ្វើបាបឯងទេបើមានអ្នកណាហ៊ានធ្វើបាបឯងប៉ានឹងបាញ់វាមួយគ្រាប់ស្លាប់ល្អហើយយូណេងខ្ញុំដឹងថាអ្នកចូលចិត្តកូនស្រីតែកុំបង្វិលគាត់ពេកណាប៉ាឈ្មោះឈិនយ៉ានឈ្មោះនេះស្គាល់ណាស់មេអាក្រក់ធំប៉ាគឺមេអាក្រក់ក្នុងរឿងក្នុងសុបិននោះក្រោយពីទូឯករាប់ទ្រពឲ្យគាត់អស់គាត់ក៏សម្លាប់ខ្លួននៅមុខភ្នូស្នេហ៍សៀវភៅថាមេអាក្រក់នៅក្មេងបាត់បង់ស្នេហ៍ពិតរបស់គាត់តាំងពីពេលនោះមកបាត់បង់ចំណងជីវិតធ្លាក់ចុះឥតងើបអ្នកស្រីល្អម្លេះមេឃអត់យុទ្ធធរទេនៅក្មេងក៏បាត់ទៅហើយអុកញ៉ាជាមួយអ្នកស្រីស្រឡាញ់គ្នាខ្លាំងព្រះឲ្យមើលមិនឃើញទេឲ្យគូស្នេហ៍មួយគូឆ្លងកាត់សេចក្តីស្លាប់ហើយត្រូវគេរាប់ទ្រពអស់ចុងក្រោយសម្លាប់ខ្លួននៅមុខភ្នូស្នេហ៍អាយ៉ានអញមកនៅជាមួយអញហើយមីងមើលយ៉ាយ៉ាវើមុខហើយយ៉ាយ៉ាមិនចូលចិត្តបែបនេះទេខ្ញុំគ្រាន់តែស្រឡាញ់យ៉ាយ៉ាស្រឡាញ់ប៉ាត្រូវមានអាយុវែង100ឆ្នាំសប្បាយពេញមួយជីវិតអាយ៉ានអញយូទេកូនស្រីថាស្រឡាញ់ខ្ញុំអូយ៉ាយ៉ាមិនសូវនិយាយទេតែនិយាយម្ដងពីរោះណាស់នេះហើយជាកូនស្រីល្អមែនហើយកូនស្រីស្អាតរបស់យើងយ៉ាយ៉ាស្រឡាញ់ម៉ាក់ត្រូវមានសុវត្ថិភាពនិងអាយុវែងសប្បាយពេញមួយជីវិតអរគុណយ៉ាយ៉ាប៉ាម៉ាក់ខ្ញុំក៏ចង់អោបប្អូនស្រីដែរល្អលោកឌូជុនជាប្រធានសមាគមពាណិជ្ជកម្មសង្ហូឈ្មោះលោកចៅមិនហៅខ្ញុំមុនមិនហៅក្រោយត្រឹមពេលនេះរំខានខ្ញុំលេងជាមួយកូនយ៉ាយ៉ាម៉ាក់ទៅទទួលទូរស័ព្ទសិនចៅចាស់អីគេសារភាគហ៊ុនមែនទេអូខេចាំបន្តិចខ្ញុំនឹងទៅឥឡូវអាយ៉ានចៅចាស់អញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់នៅផ្សារខ្ញុំចង់ដឹងពីទ្រព្យរបស់ក្រុមអំណាចនានាដូច្នេះខ្ញុំនឹងទៅមើលល្អខ្ញុំនឹងនាំមនុស្សមកវាស់បន្ទប់ព្រះនាងរៀបចំឲ្យគាត់បន្តិចអរគុណណាស់មីងអាស៊ីវឯងនៅផ្ទះថែរក្សាជើងឲ្យបានល្អប៉ាយ៉ាយ៉ាប៉ាទៅផ្សារហ៊ុនចង់នាំអញទៅជាមួយប៉ាទេលោកចៅតែងតែចង់បានកូនស្រីចប់ត្រឹមប្រពន្ធចំណុះ5នាក់ឲ្យគាត់កូនប្រុសជាង10នាក់មានកូនស្រីសោះហាល្អណាស់ហាយ៉ាយ៉ាកូនល្អណាស់ខ្ញុំនឹងទៅអួតលោកចៅពីកូនស្រីចូលរបស់ខ្ញុំលោកចៅយូរហើយមិនបានជួបមកណែនាំកូនស្រីតូចរបស់ខ្ញុំយ៉ាយ៉ាជំរាបសួរពូចៅមិនមែនខ្ញុំនិយាយទេអាឈិនអញថាឯងមានតែបងស្រីទេអ្នកស្រីទី2ក៏មិនទៅរកស្រីក្រៅដែរចុះហេតុអីឯងមានកូនស្រីធំប៉ុណ្ណេះហើយបងស្រីដឹងទេហាកុំនិយាយញ៉ៃញ៉ៃខ្ញុំគ្មានស្រីណាក្រៅពីបងថ្លៃទេបងស្រីឯងជាអ្នកចិញ្ចឹមយ៉ាមានស្នេហាជាមួយគ្រួសារយើងណាខ្លះថាស្អុយមានកូនស្រីគួរឲ្យស្រឡាញ់បែបនេះខ្ញុំក៏ចង់ចិញ្ចឹមមួយដែរប្រាប់ឯងទៅមានប្រយោជន៍កូនក្មេងគួរឲ្យស្រឡាញ់បែបនេះក្នុងលោកខ្លាយជារបស់គ្រួសារយើងអាឈិនឯងចង់ឲ្យខ្ញុំច្រណែនមែនឯងឈ្មោះយ៉ាមែនទេពូចៅនេះគឺមិត្តភក្តិតាំងពីតូចរបស់ប៉ាខ្ញុំនឹងប៉ាខ្ញុំពីក្នុងខោតែមួយមកជាមួយគ្នាបងប្អូននឹងគ្នាឲ្យពូចៅអបបន្តិចបានទេលោកចៅហាកូនស្រីខ្ញុំខ្មាស់គេណាស់ហាវាស្អិតតែនឹងប៉ានេះទេហាចាំខ្ញុំត្រឡប់ទៅយកប្រពន្ធចុងពី3នាក់ខ្ញុំមិនជឿថាកើតកូនស្រីមិនបានទេអាឈិនឱកាសរកលុយខ្ញុំមិនភ្លេចឯងទេខ្ញុំក្រុងទិញភាគហ៊ុនមួយឈុតឯងចង់ធ្វើជាមួយគ្នាទេខ្ញុំរកលុយបានច្រើនពីផ្សារភាគហ៊ុនហើយលុយពីប្រព័ន្ធដូរកាលពីប៉ុន្មានឆ្នាំខ្ញុំដឹងហានិភ័យហើយលក់ចេញបាត់បង់លុយ1សេនទេឯងក៏ដឹងដែរសរុបទៅខ្ញុំរកលុយបានច្រើនពីផ្សារភាគហ៊ុនមកតាមខ្ញុំឯងនឹងរកលុយបានច្រើនអញ្ចឹងឈិនឌូជូនប្រធានចៅអណ្ដូងរ៉ៃហ៊ឺដមីនេះកំពុងល្អព្រឹកនេះឈប់លក់ដោយសារឡើងថ្មីនេះអ្នកជំនួញរបស់យើងទិញទាំងអស់ហ៊ឺឌឺកងល្អខ្ញុំយកនេះដូចលើកមុន30000យ៉ន
បងឈិនឯងទិញនេះមិនខុសទេនាងយ៉ាយ៉ាហ្វូស៊ីងທາງយេខ្ញុំមិនសូវណែនាំឲ្យទិញទេថ្មីនេះທາງយេមិនសូវល្អទេជាពិសេសហ្វូស៊ីងឆ្នាំនេះគេចុះទំហំអីវ៉ាន់ហើយមិនគួរទិញទេប៉ាចង់បានលោកប៊ូជុនចង់មើលមួយទៀតទេប៉ាចង់បានល្អទិញនេះសៀវឈិនហ្វូស៊ីងທາງយេខ្ញុំទិញ 50,000 យ៉នឌូជុន 50,000 យ៉នមែន 50,000 យ៉នឌូជុនដោយសារតែគាត់សម្រេចចិត្តទិញភាគហ៊ុនដែលអនាគតមិនល្អចង់ទិញ 50,000 យ៉នទៀតលោកឌូជុនបើចង់បានទិញបន្តិចក៏បានមិនចាំបាច់ចំណាយច្រើនបែបនេះទេមិនមែនភាគហ៊ុនល្អខ្ញុំមិនមែនអតិថិជនទេឯងមិនចូលចិត្តលុយខ្ញុំឬចូលចិត្តក្របកាំភ្លើងខ្ញុំកុំធ្វើឲ្យកូនស្រីខ្ញុំមិនសប្បាយក៏បានយ៉ាងហោចណាស់ក៏បានដាស់តឿនហើយលោកឌូជុនបើខាត់មិនមែនទំនួលខុសត្រូវខ្ញុំទេហា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 យ៉ាយ៉ាចង់បានភាគហ៊ុនអីទៀតច្បាស់ឲ្យទាំងអស់ល្អនេះក៏ទិញ 50,000 យ៉នឯងចាំទុកនេះហើយនេះទៀត 50,000 ទាំងអស់ 50,000 ហើយហេហេបងឈិនឯងឈួតហើយនេះមិនមែនលុយតិចទេសៀវវ៉ាងយកមួយពពានបាត់មកអ្នកគ្រប់គ្រងឈិនយកកុងត្រាមកខ្ញុំយកទាំងអស់ដែលទើបនិយាយឯងធ្វើអីពិតមែនកូនក៏មិនគួរធ្វើដល់នឹងដែរកុំថាខ្ញុំឲ្យតែយ៉ាយ៉ាសប្បាយចិត្តអញ្ចឹងឯងចង់បានយកទៅតែឯងយកភាគហ៊ុនដែលខ្ញុំគឺដេមេក៏ទិញផងកុំឲ្យខាតច្រើនពេកអាម៉ាស់ទេកូនស្រីខ្ញុំមិនចូលចិត្តខ្ញុំមិនទិញមួយយ៉នទេលោករឹងរូសចាំមើលខាតលុយកូនស្រីខ្ញុំសប្បាយលោកឌូប្រធានចៅនឹងទិញភាគហ៊ុនឆាប់យើងទៅសាលធំវិញល្អយើងទៅអូយមិនស្ដាប់ពាក្យខ្ញុំទេចាំបន្តិចទៀតខាត់ធំហើយបងឈិនទៅដល់ផ្ទះបងស្រីសួរមកគុំថាខ្ញុំអីថ្ងៃនេះខ្ញុំហៅអ្នកមកផ្សារតែភាគហ៊ុនដែលអ្នកទិញមិនមែនខ្ញុំឲ្យទិញទេខ្ញុំថែមទាំងខាត់អ្នកមិនស្ដាប់ខ្លួនឯងទេខាត់លុយគុំមកបន្ទោសខ្ញុំបន្ទោសអ្នកធ្វើអីទើបតែយ៉ាយ៉ាសាច់សប្បាយណាស់ខ្ញុំទៅផ្ទះប្រាប់បងស្រីច្បាស់ជាថាលុយនេះចាយសមមិនអីទេអ្នកចាយលុយរាប់ម៉ឺនដើម្បីឲ្យកូនស្រីសាច់ខ្ញុំនៅនិយាយអីទៀតបងឈិនមើលពី9ធ្លាក់មក3ខាត់ធំណាស់ហើយអស់ហើយបងស្រីវីខ្ញុំស្លាប់មិនខានហ្វូស៊ីងທາງយេមិនមែន3លីទេគឺ 3% នឹងហើយដែលមិនសូវមានភាគហ៊ុនហ្វូស៊ីងរដងខ្ញុំដំឡើងពី 9% ទៅ 3% ថ្ងៃនេះខ្ញុំហៅអ្នកចេញមកមែនបងឈិនទិញ 50,000 យ៉នឡើងដល់ 166,000 មួយផ្លែតរកចំណេញបាន 166,000 លុយតិចទូទេកូនស្រីយើងសប្បាយចិត្តប៉ាសប្បាយចិត្តណាស់កូនស្រីយើងសប្បាយចិត្តប៉ាសប្បាយចិត្តតែកុំអមុខពេកថ្ងៃនេះអ្នកទិញច្រើនហ៊ុនដែលខ្ញុំនិងអ្នកគ្រប់គ្រងឈិនមិននៅសល់ទំនងជាខាត់ទាំងអស់ខ្ញុំនៅតែពាក្យដដែលកូនស្រីយើងសប្បាយចិត្តគឺចាំមើលបើកផ្សារហ៊ុនហើយមើលថាអ្នកពន្យល់បងស្រីយ៉ាងម៉េចភាគហ៊ុនທາງជីតាវយេដែលអ្នកទិញមិនពេលនេះគេនិយមកៅស៊ូពីណាងយ៉ាផ្លាស្ទិកស៊ីណាក៏ងាយបែកហើយធ្ងន់ទៀតប៉ុន្មានឆ្នាំនេះសេរ៉ាមិចពិបាកធ្វើជាពិសេសពេលក្រុមហ៊ុន Faben របស់អាល្លឺម៉ង់ចាប់ផ្ដើមផលិតច្រើនអ្នកណាដឹងភាគហ៊ុនតាវយេឡើងថ្លៃទៀតហើយពី 3,000 ឡើងដល់ 5,000 ក្នុងមួយភាគហ៊ុនរឿងនេះទោះមិនខ្ពស់ដូច Forcing ທາງយេតែក្នុងផ្សារហ៊ុនក៏ចាត់ទុកជាឡើងខ្លាំងដែរល្អមានន័យថាអ្នកឈិនយ៉ានទិញ 50,000 យ៉នឥឡូវឡើងដល់ 83,000 យ៉ាងភ្នែកអ្នកល្អណាស់ឌូជុនខ្ញុំទើបតែណែនាំអ្នកឲ្យទិញមួយនេះកូនស្រីអ្នកមិនឲ្យទិញអ្នកក៏មិនទិញភាគហ៊ុននេះលោកអាចទិញបន្តិចយ៉ាងហាងយុនមាននិន្នាការតែមួយខែនេះពី 8.3% ក្នុងមួយហ៊ុនឡើងដល់1ជ្រុង5ខិត 7 មីលក្នុងមួយនេះប្រកាសជាឡើងទៀតលោកឈិនមុននេះខ្ញុំច្រណែនអ្នកលើកនេះដល់វេនអ្នកច្រណែនខ្ញុំវិញនាវាដឹកទំនិញឆ្ងាយអីទៅមិនមែនទេមកហើយសិនហ៊ូដើមឈើនេះក៏យ៉ាយ៉ាជ្រើសដែរខ្ញុំមិនជឿទេយ៉ាយ៉ាពូកែម្លេះទេមិនមែនពូកែទេយ៉ាយ៉ាឯងជាតារាសំណាងអីហ្នឹងឯងជាអ្នកជំនាញភាគហ៊ុនឬមិនបានឯងទិញអីក៏ឡើងដែរយ៉ាងជាកូនស្រីខ្ញុំអរគុណលោកទីហ៊ានដែលស្ដាប់នាងនិយាយស្មើនឹងការខិតទៅញ៉ាំបាយថ្ងៃត្រង់នៅសាលាភាគហ៊ុនលុយ 95,000 ក្នុងដៃខ្លាយជា 370 អ្នកជំនាញល្បែងស៊ីសងអីហ្នឹងយ៉ាងឯងពិតជាតារាសំណាងតូចរបស់ទៅប៉ានាំកូនទៅដល់លេងចៅខ្ញុំទៅមុនសិនទៅទិញអំណោយតូចឲ្យកូនស្រីខ្ញុំមកវិញហើយហេតុអីយូរម្លេះយ៉ាយ៉ារបស់ម៉ាក់ថ្ងៃនេះធ្វើអីខ្លះខ្ញុំនាំគាត់ទៅផ្សារភាគហ៊ុនដៃតូចរបស់វាចង្អុលខ្ញុំទិញទាំងដើមឡើយគិតតែចង់ឲ្យវាស្រាប់តែភាគហ៊ុនទាំងនោះឡើងថ្លៃទាំងអស់គ្មានមួយចុះទេខ្ញុំចំណាយលុយ 95,000 ជា 370,000 យ៉នភាគហ៊ុនជាង 10គ្មានមួយចុះទេឲ្យប៉ាអញពេលថ្ងៃត្រង់ចំណេញចិត្ត 300,000 យ៉នផ្ទះតូចនៅវៃតាន់មួយក្នុងតម្លៃប្រហែល 100,000 យ៉នយ៉ាយ៉ារាប់មើលឯងនឹងប៉ារកបានផ្ទះប៉ុន្មានយ៉ាយ៉ាឯងពូកែណាស់ហាយ៉ាយ៉ាទិញមាសច្រើនហាអញ្ចឹងទេយ៉ាយ៉ាឆ្លាតណាស់ចូលចិត្តមាសល្អហើយមាសរក្សាតម្លៃអូនស្រីខ្ញុំឆ្លាតតម្លៃអូនស្រីខ្លាយជាអ្នកមានមាសធំហើយយ៉ាយ៉ាយកអំណោយមកឲ្យអ្នកទាំងអស់គ្នាអូយ៉ាយ៉ាចិញ្ចៀននេះម៉ាក់ចូលចិត្តណាស់អរគុណយ៉ាយ៉ាអរគុណប្អូនស្រីខ្ញុំក៏ចូលចិត្តដែរម៉ាក់បងសប្បាយចិត្តយ៉ាយ៉ាក៏សប្បាយចិត្តហាហេម៉ាក់ជាលោកតាទូរស័ព្ទឬប្រហែលជាបងទី3នឹងមកវិញបងទី3និយាយពីប្អូនស្រីយ៉ាយ៉ាបងទី3ឈ្មោះជីនសេនៅផ្ទះលោកតា
ប៉ាទូរស័ព្ទមកអាសេមានរឿងអីអត់ទេលោកតាដឹងថាយើងមានកូនស្រីហើយចង់ជួបយាយ៉ាណាអូមិនអីទេមានចៅស្រីម្នាក់ទៀតគួរតែឲ្យប៉ាម៉ាក់មើលផងយាយ៉ាឯងចង់ទៅជួបតាយាយទេយាយ៉ានោះហើយជាម៉ាក់របស់ប៉ាឯងជាតាយាយរបស់ឯងតាយាយស្រឡាញ់យាយ៉ាទេច្បាស់ជាស្រឡាញ់យាយ៉ាណាស់យាយ៉ាល្អម្លេះតាយាយមិនចូលចិត្តយាយ៉ាយ៉ាងម៉េចទៅគាត់ទាំងពីរប្រកាសជាស្វាគមន៍យាយ៉ាខ្លាំងណាស់យាយ៉ាទៅផ្ទះតាយាយវិញប៉ាសន្យាជាមួយគាត់ហើយថាបងទី3របស់ឯងក៏នៅផ្ទះតាយាយដែរឯងត្រូវជួបបងទី3ផងគាត់ក៏ច្បាស់ជាស្រឡាញ់ឯងខ្លាំងណាស់ប៉ុន្តែម៉ាក់និងប៉ាមានការងារនៅក្រុងមិនអាចទៅជាមួយឯងផ្ទះតាយាយទេឯងទៅជាមួយបងទី4វិញល្អទេបានអូនយាយ៉ាបងនាំឯងទៅផ្ទះតាយាយល្អណាស់ម៉ាក់ទៅរៀបអីវ៉ាន់ឲ្យឯងស្អែកចេញដំណើរទៅលោកទី4ខ្ញុំឃើញលោកទី3ហើយពិតជាលោកទី3មែនលោកទី3នៅទីនោះពើវាងឈប់ឡានត្រង់នេះផ្ទះតានៅចិត្តនេះហើយខ្ញុំនាំយាយ៉ាទៅជួបបងទីបន្តិចទៀតយើងដើរទៅផ្ទះតាយាយខ្លួនឯងយកអីវ៉ាន់យើងទៅដាក់សិនបាទលោកទី4ឈិនសើម៉ាក់យើងធ្វើនំគ្នាផ្ការុកជាតិឲ្យយើងទៀតម៉ាក់ឯងធ្វើឲ្យឯងហើយឬម៉ាក់ឯងចេះធ្វើនំទេម៉ាក់ឯងមិនចេះទេបងឈិនសើម៉ាក់គាត់មិនទាន់ចូលផ្ទះបាយផងធ្វើនំឆ្ងាញ់ឲ្យគាត់ហូបយ៉ាងម៉េចកើតឈិនសើឯងនៅមកទេនំគ្នាផ្ការុកជាតិរបស់ម៉ាក់យើងឆ្ងាញ់ណាស់ឈិនសើម៉ាក់ឯងគ្មានអ្វីចេះទេតាយាយខ្ញុំថាម៉ាក់ឯងជាកូនប្រសាស្រីអាក្រក់បំផុតមិនបម្រើពុកម្ដាយក្មេកមិនថែរក្សាផ្ទះមិនដែលនៅផ្ទះគាត់មិនល្អដូចម៉ាក់ខ្ញុំទេយ៉ាងថ្ងៃមុនប៉ាម៉ាក់ឲ្យខ្ញុំនិងបងទី3មកវិញយកថ្នាំឲ្យតាយាយខ្ញុំមិនចង់មកទេព្រោះក្មេងនៅទីនេះរំខានណាស់យាយ៉ាកុំស្ដាប់គេនិយាយអីហេតុអីស្រីមិនអាចពូកែត្រូវឲ្យគ្រួសារខាងប្រុសប្រជែងយកយើងពូកែណាស់យាយ៉ាក៏ពូកែដែរដឹងហើយយាយ៉ាត្រូវរៀនសៀវភៅឲ្យចេះអ្នកណាថាម៉ាក់ខ្ញុំគ្មានជំនាញគាត់ចេះរកស៊ីគាត់ធ្វើចំនួនគ្រួសារធំណាស់អាជីវកម្មគាត់ដល់បរទេសហើយឆាប់នាំចេញទៅបរទេសម៉ាក់ខ្ញុំជាស្រីពូកែបំផុតធ្វើអីបានស្រីចេញមុខច្រើនពេកមិនមើលផ្ទះមិនល្អជាកូនប្រសាត្រូវគេចូលចិត្តតាវាជារឿងគួរមានមោទនភាពគេមើលងាយតានេះជារឿងគួរកើតទុកអីកណ្ដុរលោកខ្លះចូលចិត្តធ្វើធំតែការពិតគ្មាននរណាខ្វល់ពីគាត់ទេបងមិនខឹងទេម៉ាក់គេមិនចេះអក្សរប្រហែលនំគេធ្វើឲ្យកូនខូចហើយគេមិនដឹងទេព្រោះគេគ្មានចំណេះឯងជាអ្នកណាខ្មាក់យើងជាកូនប្រសាល្អបំផុតក្នុងស្រុកគាត់ល្អជាងម៉ាក់របស់ឈិនស៊ីឆ្ងាយណាស់ហាបងធំមើលនំផ្កាឈូកក្នុងដៃឯងមានដង្កូវហើយដង្កូវច្រើនណាស់ពិតជាខូចគុណភាពហើយអ្នកទាំងពីរទើបតែភ្លេចខ្លួនអូអ្នកថាម៉ាក់ឯងមិនចេះអក្សរហើយមើលទៅមានមោទនភាពខ្ញុំមើលម៉ាក់ឯងមើលថ្ងៃផុតកំណត់ម្ហូបមិនយកទេឃើញទេឲ្យឯងស៊ីដង្កូវឲ្យកូនស៊ីដង្កូវប្រកាសជាមិនខុសតែម្ដងទេប្រហែលរបស់ឯងទៀតក៏ខូចដែរផាងឯងធ្វើអីយាយឯងនិងប៉ាឯងខ្ញុំញ៉ាំបាយឆាដែលម៉ាក់ឯងធ្វើហើយរូបដួលសន្លប់អស់ហើយទៅហៅគ្រូពេទ្យឲ្យលឿនហានេះហើយជាកម្មផលដាថាហាយ៉ាអញជាប្អូនស្រីតូចដែលប៉ាថាតាមទូរស័ព្ទយ៉ាអញគួរឲ្យស្រឡាញ់ណាស់ជំរាបសួរបងទី3អើយហាលោកឈិនឮថាកូនប្រសាបងចិញ្ចឹមកូនស្រីមួយបាត់ចុងក្រោយបងអ្នកមានចៅស្រីហើយមែនហើយថ្ងៃនេះអាស៊ីវនាំក្មេងស្រីនោះមកខ្ញុំចង់មើលថាវាជាក្មេងបែបណាដែលធ្វើឲ្យយូនជេងខ្ញុំវង្វេងស្មារតីអើយខ្ញុំថែមយកផើងផ្កាមកឲ្យខ្ញុំអើយផ្កាបូកូននេះអញ្ចឹងខ្ញុំមិនសុភាពទៀតទេហើយបងឈិនកុំយកច្រឡំខ្ញុំគ្រាន់តែយកមកឲ្យមើលប៉ុណ្ណោះដាំផ្កាបានល្អម្លេះពិបាកណាស់ផ្កាដើក្តៅសាត់លឿនណាស់ផ្កាខ្ញុំដាំនេះរសាត់យូរណាស់ឯងធ្លាប់ឃើញទេផ្កាដែលល្អហើយរសាត់យូរម្លេះមិនឲ្យខ្ញុំទេយកមកធ្វើអីផ្កាល្អម្លេះបើគ្មានមនុស្សមើលច្រើនទេខាត់ដែរឯងមើលនឹងហើយឯងអួតអាំងទេនេះហើយមើលឯងអួតអាំងទេហើយថាលោកតាជេងចាស់ជាងលោកតាយើងអាចដាំផ្កាបានលោកម្ចាស់យើងមិនអាចស្មើលោកជេងទេមែនហើយផ្កាប្រភេទដូចគ្នាតែលោកជេងដាំល្អជាងលោកម្ចាស់យើងទាំងលោកម្ចាស់ថែទាំយ៉ាងយកចិត្តទុកដាក់ចម្លែកណាស់លោកជេងខ្ញុំថាផ្កាឯងពណ៌ស្រាលពេកមើលមិនស្អាតទេអូនយកទៅវិញអូឯងទើបតែថាមិនដូច្នេះទេឯងខ្លាចចៅស្រីឯងគិតថាឯងដាំផ្កាមិនស្មើខ្ញុំអញ្ចឹងខ្ញុំឲ្យឯងខ្ចីផ្កាពេលចៅស្រីឯងមកវិញឯងថានេះជាអ្វីដែលឯងដាំអ្នកណាចង់បានខ្ញុំមិនយកទេហាតាអូយ៉ាអញហើយយ៉ាអូចៅស្រីយ៉ារបស់តាហាហេខ្ញុំហើយយ៉ាគួរឲ្យស្រឡាញ់ម្លេះមិនមែនកូនយើងទេយ៉ាសួស្ដីខ្ញុំជាមិត្តភក្តិតាឯងហើយខ្ញុំថាតាចេញបានខ្ញុំមើលថាឯងមកក៏យកផ្កាដែលខ្ញុំដាំមកឯងគួរឲ្យស្រឡាញ់ដូចទេពនិករផ្កាតាចង់ឲ្យអំណោយជួបគ្នាលើកដំបូងផ្កាខ្ញុំស្អាតជាងតាឯងទេយ៉ាវកុំស្ដាប់គាត់តាចេះដាំផ្កាណាស់តែថ្មីនេះហត់ងាយអញ្ចឹងផ្កាពេញទីធ្លាដោយសារតែលោកតាមើលផ្កាក៏ក្រៀមស្វិតបន្តិចពេលលោកតាមានសុខភាពល្អប្រកាសជាដាំផ្កាល្អជាងនេះទៀតអូកុំនិយាយពីថ្ងៃក្រោយមើលតែអ្វីនៅមុខយើងយ៉ាកុំគិតពីថ្ងៃក្រោយមើលផ្កាលើនេះល្អទេ
ទឹកកកខ្វក់លេចចេញមកយ៉ាទឹកកកខ្វក់អីលោកតាមិនយល់ទេតែឯងផ្ទះយើងមានបំពង់បង្ហូរទឹកទេប្រកាសជាមានផ្ទះធំបែបនេះមិនភ្ជាប់បំពង់បង្ហូរទឹកយ៉ាងម៉េចអ្នកមាននៅក្បែរនេះសុទ្ធតែមានបំពង់បង្ហូរប្រហែលបំពង់បង្ហូរក្រោមដីផ្ទះយើងលេចទឹកកកខ្វក់ជ្រាបចូលសួនរូបផ្កានៅក្នុងទឹកយូរនឹងរលួយជាពិសេសទឹកកកខ្វក់នោះកាន់តែអាក្រក់យ៉ាបងប្រាប់ត្រូវទេទឹកកកខ្វក់លេចចេញមកតែឯងនិយាយការពិតពេលខ្ញុំចូលមកខ្ញុំធំក្លិនស្អុយបន្តិចហើយប្រហែលជាបំពង់បង្ហូរលេចមែនលោកតាមើលយើងមើលអូលេចមែនខ្ញុំតែងតែដាក់ជីកសិកម្មបើធំក្លិនអីខ្ញុំគិតថាជាក្លិនជីដឹងថាលេចត្រង់នេះយ៉ាចៅស្រីល្អរបស់តាអញពិតជាតារាសំណាងរបស់តាមែនតាចិញ្ចឹមផ្កាយូរម្លេះក៏មិនលូតលាស់តែមិនដឹងមូលហេតុដើមហេតុនៅទីនេះហើយហេលោកជេងខ្ញុំដឹងហើយថាផ្កាពីមុនហេតុអីមិនល្អពេលជួសជុលបំពង់រួចផ្កាអ្នកមិនល្អស្មើខ្ញុំទេខ្ញុំមានចៅស្រីតូចជាទីសំណាងលោកឈិនកុំមើលស្រាលពេកដាំផ្កាឲ្យចេញផ្កាសិនដូចផ្កាប៉ាវយ៉ាវរបស់លោកលីងគេថានេះជាផ្កាល្អ100ឆ្នាំម្ដងមើលខ្ញុំដាំល្អប៉ុណ្ណាសឹកល្អិតហាយ៉ាកុំនិយាយបំភ្លើសដើម្បីជួយតែឯងអីកាបូជានេះខ្ញុំថែទាំរាល់ថ្ងៃមានដង្កូវមកពីណាមានដង្កូវឲ្យផ្កាល្អមិនទៅចៅស្រីខ្ញុំចេះតែចំហៀងខ្ញុំតែខ្ញុំគិតថាយ៉ាមិនមែននិយាយលេងទេតាជេងប្រហែលផ្កាឯងមានដង្កូវមែនពាក្យក្មេងមកជឿអីឯងថាអត់បានផ្កាល្អទើបនិយាយតាជេងកុំរឹងរូពេកហើយទើបរកឃើញមូលហេតុហើយផ្ការបស់ខ្ញុំមិនលូតលាស់ព្រោះទឹកកខ្វក់ចាំខ្ញុំដោះស្រាយទឹកកកាយើងមួយណាល្អជាងមិនទាន់ដឹងទេខ្ញុំមិនជឿទេម្យ៉ាងទៀតប្រហែលយ៉ានិយាយលេងទេចៃដន្យឲ្យប៉ុណ្ណោះតាជេងយើងអាចមើលផ្កាបូជារបស់តាបានមើលទៅមើលឲ្យច្រើនដាំផ្កាល្អយ៉ាងនេះកម្រណាស់ហេនេះជាជំងឺស្លឹកក្រហមតាជំងឺស្លឹកក្រហមនឹងអីស្លឹកក្រហមនឹងឯងវាជាមេរោគមួយប្រភេទបើផ្កាបូជាកើតជំងឺនេះហើយមិនព្យាបាលស្នាមក្រហមនឹងរាលដាលពេញដើមមិនដល់2ខែផ្កានឹងក្រៀមស្វិតអូយ៉ាលើកក្រោយតាជេងនឹងឲ្យផ្កាផ្សេងទៀតផ្កានេះតាយកទៅកាត់ដាំវិញតាជេងបើផ្កាឯងមិនទាន់ជាសះស្បើយក៏មិនអីដែរចាំបំពង់ទឹកក្នុងសួនខ្ញុំជួសជុលរួចខ្ញុំនឹងដាំផ្កាល្អជាងនេះស្វាគមន៍មកមើលហាយ៉ាអញទៅមកដល់តានេះធ្វើឲ្យតាមានមុខមាត់បរោះចំណាស់នោះប្រាប់តាមកឯងចង់បានអីតានឹងទិញផ្ទះធំឡានលុយឲ្យបើឯងចង់បានតាឲ្យទាំងអស់តាយ៉ាទៅតែ5ឆ្នាំគាត់ដឹងអីឡានផ្ទះលុយអាយុ5ឆ្នាំអីក៏អីខ្ញុំមិនខ្វល់ថាយ៉ាគាត់មិនយល់តានឹងបង្រៀនឲ្យគាត់យល់តាមានដីចិត្តសមុទ្រទៀតនៅក្បែរនេះតាឯងឆ្នេរឲ្យយ៉ាទៅយ៉ាសប្បាយចិត្តទេអរគុណតាយ៉ាសប្បាយចិត្តណាស់តែយ៉ាមិនចង់បានអំណោយពីតាទេយ៉ាចង់បានតែតាមានសុខភាពល្អគ្មានជំងឺគ្មានគ្រោះថ្នាក់យ៉ាពូកែណាស់មិនខានជាកូនស្រីល្អទេតាឯងខ្សោយខ្លួនប្រយ័ត្នផងយ៉ាឯងជាតារាសំណាងពិតអូយចៅស្រីតូចរបស់តាហាល្អណាស់ហាស៊ឺអាសៀវយាយឯងនៅផ្ទះយាយចៅយ៉ាមកដល់មុនម៉ោងជាង1យាយឯងមិនទាន់ដឹងទេប្រហែលនៅលេងបៀទៀតទៅហើយយាយមកវិញផងតាយ៉ាសប្បាយចិត្តដែលមានតាយាយឬក៏បងនឹងខ្ញុំនាំយ៉ាទៅរកយាយយ៉ាចង់ទៅរកយាយជាមួយគ្នាទេបាត់ល្អដែរយកយ៉ាទៅឲ្យយាយភ្ញាក់ផ្អើលហាហុងចុងស៊ូវិននិយាយថាអាយ៉ានផ្ទះឯងយកក្មេងស្រីមកចិញ្ចឹមថ្ងៃនេះអាសៀវឯងនាំកូនមកមិនទៅមើលគាត់ទេអីមើលអីទៅឯងដឹងទេខ្ញុំមិនចូលចិត្តក្មេងកូនប្រុសទាំង4របស់អាយ៉ានជាចៅពិតចៅប្រុសខ្ញុំនៅធុញទីម្លេះសោះនេះជាកូនចិញ្ចឹមរំខានថងខ្ញុំប៉ះសាន់ធាវយ៉ាវជីអូយខ្ញុំឈ្នះហើយស៊ូវិនសុំទោសផងឈ្នះឯងទៀតហើយឯងឈ្នះទៀតហើយមើលទៅបៀខ្ញុំមិនទាន់ដុសផ្សិតផងឯងឈ្នះបៀខ្ញុំទៀតថ្ងៃនេះដៃខ្ញុំអាក្រក់ណាស់តែស៊ូវិនគាត់មកឃើញឯងពិសេសឯងមិនទៅមើលគាត់ទេអូខ្ញុំថាហើយខ្ញុំស្អប់ក្មេងម្លេះសោះជាកូនចិញ្ចឹមមិនមើលទេយាយលោកយាយគឺកូនទី3និងទី4របស់គ្រូសាឈីននាំកូនស្រីតូចរបស់គ្រូសាឈីនមកជាចៅស្រីថ្មីរបស់ស៊ូហ្វិនឆាប់នាំគេមកប្រាប់ផ្ទះបាយរៀបចំនំខ្លះបាទស៊ូហ្វិនទៅតែខឹងហើយស៊ុយឈីងនាំក្មេងស្រីនោះចូលមកគាត់មិនខ្លាចស៊ូហ្វិនខឹងទេស៊ុយឈីងជាម្ចាស់ផ្ទះមានហេតុផលបិទទ្វារទេចាំស៊ូហ្វិនខឹងយើងជួយនិយាយបន្តិចកុំឲ្យស៊ុយឈីងអាម៉ាស់ធ្វើបែបនេះទៅបានតែបែបហ្នឹងស៊ូហ្វិនមិនបណ្ដេញក្មេងស្រីនោះចេញទេអាចទេប្រញាប់ខាត់បន្តិចគួរឲ្យស្រឡាញ់បែបនេះបណ្ដេញចេញអាណិតណាស់
ចៅស្រីឲ្យឯងជាចៅស្រីតូចរបស់យាយនេះជាស៊ូហ្វាន់ដែលយើងស្គាល់មិនមែនថាមិនចូលចិត្តក្មេងទេប្រែប្រួលណាស់តែក៏សមហេតុផលស៊ូហ្វាន់សំណាងពេកបើខ្ញុំមានចៅស្រីគួរឲ្យស្រឡាញ់បែបនេះខ្ញុំពិតជាអួតរាល់ថ្ងៃឯងឈ្មោះអីគេយាយខ្ញុំឈ្មោះយ៉ាយ៉ាឈ្មោះគួរឲ្យស្រឡាញ់ដូចឯងដែរមកនេះយាយចៅនេះយាយលាវនេះយាយសុនសួស្ដីយាយចៅសួស្ដីយាយលាវយាយសុនសួស្ដីយាយចៅយាយលាវយាយសុនសួស្ដីកូនចេះគួរសមទាំងអស់ស៊ូហ្វិនចៅស្រីមកហើយនៅលេងទៀតទេវាហេតុអីមិនវាយវាមួយដៃនេះសិនអាស៊ីវអាស៊ឺទៅលេងមុខផ្ទះសិនឲ្យយ៉ានៅលេងមកជុំជាមួយយាយស៊ូហ្វិនពីមុនតែកូនប្រុស4នាក់មិនដែលអប់បែបនេះទេសម្លៀកបំពាក់គាត់សុទ្ធតែសូត្រខ្លាចក្មេងធ្វើឲ្យគាត់ខូចឥឡូវគាត់ពាក់ឈុតស៊ូជូដែលទើបដេររួចហើយអប់យ៉ាបែបនេះយ៉ាឲ្យយាយឯងស្រឡាញ់ឯងណាស់តែគាត់លេងបៀមិនសូវចំណេញទេហុងចុងដៃអីចឹងស៊ូហ្វិនមិនខ្វះលុយទេឥឡូវមានចៅស្រីល្អបែបនេះគាត់មិនខ្វល់ទៀតទេប៉ាតុងខ្ញុំស៊ីលូតុងអុយស៊ូហ្វិនឯងស៊ីលឿនណាស់វ៉ាន់ខ្ញុំប៉ះអានេះពីរបេកអុយស៊ូហ្វិនដៃឯងមើលទៅល្អហើយណាហុងចុងហ៊ូហើយហ៊ូលឿនណាស់សរុបមិនទាន់ទាញបៀប៉ុន្មានសន្លឹកស៊ូហ្វិនឯងលេងបៀមិនចេះចាញ់ទេម្ដងនេះឈ្នះស្រួលប៉ុណ្ណាយ៉ាមកដៃឯងល្អឡើងមែនកូនជាតារាសំណាងរបស់យាយឈ្នះលុយមិនសំខាន់ទេយាយឃើញវាហើយសប្បាយចិត្តហាមកយើងបន្តទៀតអុយសន្លឹកល្អទៀតហើយ3ខ្សែ50000ខ្ញុំឈ្នះទៀតហើយមិនដឹងក្មេងតូចនេះជាតារាសំណាងចៃដន្យអីម្លេះស៊ូហ្វិនអបគាត់សំណាងក៏ល្អលេងទៀតខ្ញុំមិនជឿថាវាជ្រៅម្លេះទេអុយខ្ញុំឈ្នះទៀតហើយឈ្នះពីដើមខ្ញុំមិនទាន់រៀបសន្លឹកអស់ផងសុផុនឯងឈ្នះហើយឈ្នះពីដើមទៀតសុផុនឯងនិយាយលេងហើយខ្ញុំនិយាយលេងពីអ្នករាល់គ្នាឯណាមើលទៅនឹងហើយឈ្នះធំពិតជាថែនហ៊ូអុយឈ្នះពីដើមមែនសុផុនដៃឯងល្អណាស់អូនកាន់យ៉ាក្រោយពីមិនអាចថាបានអាយ៉ានផ្ទះឯងនេះមិនមែនឲ្យឯងយកចៅស្រីមកចិញ្ចឹមទេច្បាស់ជាយកតារាសំណាងមកចិញ្ចឹមហើយតាំងពីយ៉ាមកស៊ូហ្វិនឈ្នះ3ដងហើយអស់ចាយម្លេះមកលេងមួយទៀតអត់លេងទេថ្ងៃនេះខ្ញុំឈ្នះគ្រប់ហើយអត់លេងទេឯងចាញ់ជាប់មិនព្រមឈប់ទេឥឡូវឈ្នះជាប់តែឈប់លេងនេះមានយ៉ាជាតារាសំណាងទៀងបន្តទៀតអត់លេងទេព្រោះយ៉ាផ្ទះយើងត្រឡប់មកវិញនឹងហើយទើបអត់លេងយាយត្រូវនៅជាមួយយ៉ាឲ្យច្រើនលេងមកជុងអីសំខាន់ជាងយ៉ាខ្ញុំនាំយ៉ាទៅរកកូនប្រុសទាំងពីរទៅផ្ទះសិនយ៉ាយើងទៅរកបងប្រុសទៅផ្ទះជាមួយគ្នាណាហាសុផុនខ្លួនគាត់នឹងឪពុកគាត់មិនសូវល្អជាប់ថ្ងៃនេះមានកម្លាំងមែននៅតែអាចលើកយ៉ាបានមានការសប្បាយចិត្តក៏មានកម្លាំងដែរអ្នកណាមានចៅស្រីបែបនេះមិនសប្បាយចិត្តអីខ្ញុំថាយ៉ាជាតារាសំណាងមែនតែសុផុនយើងដឹងហើយគាត់លើកយ៉ាមួយអុយហាខ្ញុំមិនត្រឹមតែលេងបៀដៃល្អប៉ុណ្ណោះសុខភាពក៏ល្អដែរយាយមកអូនអប់យ៉ាហើយសុខភាពទើបល្អឥឡូវមិនវិលមុខទៀតទេជើងក៏មិនឈឺដែរហើយខ្ញុំក៏ដោយសារយ៉ារកឃើញមូលហេតុជំងឺហើយទើបជើងខ្ញុំល្អឡើងចាតាក៏ដោយសារយ៉ាដែរឥឡូវខ្លួនខ្ញុំរឹងមាំណាស់អូយ៉ាពិតជាតារាសំណាងមែនហេតុអីស្គុំលេះអាយុ5ឆ្នាំហើយនៅស្រាលម្លេះទៅយាយនាំអញទៅផ្សារទិញនំតូចនៅលើកោះមានម្ហូបឆ្ងាញ់ច្រើនណាស់យ៉ាញ៉ាំឲ្យច្រើនណាស់នំផ្កាម្លិះផ្អែមឈ្ងុយទន់ល្មួយយ៉ាចង់ញ៉ាំទេអញ្ចឹងទៅយាយទេលោកយាយចង់ទិញនំផ្កាម្លិះឲ្យកូនថ្ងៃនេះយើងមានកម្មចង់សាកល្បងទេកម្មវិធីពិសេសយ៉ាងម៉េចដែរនំផ្កាព្រីមមាន25ដុំក្នុងនំ7ដុំមានដាក់ផ្លែព្រូនក្រហមពីក្រោមអ្នកអាចទិញដោយខ្លួនឯងបើអ្នកជ្រើសយកនំដែលមានផ្លែព្រូនពីក្រោមត្រូវហើយនិងបន្ថែមមុខម្ហូបថ្មីរបស់ហាងនំផ្កាម្លិះជាមួយគួរឲ្យចាប់អរគុណលោកយាយដែលសរសើរនំផ្កាម្លិះរបស់អ្នកក៏មិនថ្លៃដែរហើយធ្វើកម្មវិធីបែបនេះមិនខាតប្រាក់ទេយើងធ្វើជំនួយនំបុរាណប៉ុន្មានឆ្នាំនេះពិបាកណាស់នំស្រស់ពីបរទេសចូលមកច្រើនពេកយើងក៏មិនអាចប្រកួតប្រជែងជាមួយគេបានដូច្នេះត្រូវខំបង្កើតរបស់ថ្មីលោកយាយចង់យកកូនមកសាកល្បងទេអញ្ចឹងក្នុងឆ្នាំនេះមាន7ដុំដាក់ផ្លែព្រូនមែនទេបាទល្អយ៉ាឯងជ្រើសមកបានហើយអូយ៉ាជ្រើសបានដុំដាក់ផ្លែព្រូនហើយសូមអបអរសាទរលោកយាយសូមអបអរសាទរកូនស្រីយើងជូននំដំឡូងជ្វាមួយដុំយ៉ាចង់បានទៀតទេឲ្យយាយនិងបងប្រុសអូយ៉ាពូកែណាស់ហាប្អូនស្រីល្អណាស់អូមានផ្លែព្រូនទៀតហើយសូមអបអរសាទរកូនស្រីតូចបាននំថ្មីមួយដុំទៀតយ៉ាពូកែណាស់យ៉ាល្អណាស់នេះអូមានផ្លែព្រូនទៀតហើយអូនេះក៏មានផ្លែព្រូនដែរនំផ្កាម្លិះ25ដុំមាន7ដុំដាក់ផ្លែព្រូនពីក្រោយស្រីនេះជ្រើសតែ7ដុំហើយ7ដុំនោះសុទ្ធតែមានផ្លែព្រូន
ស្រីនេះមិនមែនជាអ្នកសំគំនិតទេមែនហើយហើយអ្វីរើសចៃដន្យឲ្យតែបានដុំដាក់ផ្លែព្រូនទាំងអស់មិនមែនការព្រីមទាំងអស់មានផ្លែជូជូពីក្រោមដើម្បីតាក់ទាញគេថាមាន7ដុំដាក់ផ្លែទេគ្មានរឿងបែបនេះទេយើងធ្វើចំនួនស្មោះត្រង់មិនបោកប្រាស់បើមិនជឿមើលទៅអូយនំដែលក្មេងស្រីនោះមិនជ្រើខាងក្រោមគ្មានផ្លែឈើចឹងមិនមែនល្បិចរបស់សំណាងរបស់ក្មេងស្រីតូចនេះហើយឆ្ងាញ់ណាស់មើលទៅនំផ្កាំលីសរបស់ហាងនេះឆ្ងាញ់ណាស់ហើយកែខ្ញុំយកនំភពផ្កាំលីសមួយខ្ញុំក៏ចង់បានដែរកុំដណ្ដើមគ្នាខ្ញុំសូមឈរតម្រង់កុំប្រញាប់គ្រប់គ្នាមានចំណែកហាងយើងកំពុងដុតថ្មីមានគ្រប់គ្នាទេលោកស្រីថ្ងៃនេះអរគុណកូនស្រីតូចរបស់អ្នកប៉ុន្មានថ្ងៃទៀតមកម្ដងយើងមានមុខម្ហូបថ្មីឲ្យភ្លក់ឥតគិតថ្លៃកុំប្រញាប់គ្រប់គ្នាមានទាំងអស់កូនស្រីតូចជាតារាសំណាងហើយទៅហាងណាក៏ទិញបានអាចនាំចំណូលល្អដល់គេចាំបាច់និយាយទៀតមើលរាងកាយខ្ញុំហើយជើងអាសៀវធំណាស់ឥឡូវស្រួលខ្លួនណាស់អញ្ចឹងហើយតាំងពីយាយាប្រាប់ខ្ញុំថាប្រើថ្នាំច្រើនពេកឲ្យថ្នាំភ្លាមឥឡូវឈឺតិចតួចទៀតជាសេះស្បើយលឿនណាស់យាយារបស់យើងជាតារាសំណាងហើយទៅផ្ទះវិញលោកម្ចាស់បំពង់ទឹករបស់លោកមានការលេចធ្លីច្រើនកន្លែងពេលសង់ផ្ទះជាងភ្ជាប់បំពង់ធ្វើការបណ្ដាលឲ្យទឹកលេចធ្លីធ្ងន់ធ្ងរតែជួសជុលមិនពិបាកទេជួសជុលរួចហើយល្អណាស់អរគុណអ្នកគ្រប់គ្រងសូមឲ្យប្រាក់បងប្អូននេះសូមមកជាមួយខ្ញុំទៅបន្ទប់ធំដើម្បីសង់ប្រាក់ល្អណាស់គ្មានក្លិនស្អុយទៀតទេពេលក្រោយខ្ញុំដាំផ្កាលោកចេញមិនហ៊ានមកអួតខ្លួនទៀតទេខ្ញុំនឹងជួលអ្នកថតរូបប៉ុន្មានអ្នកឲ្យចៅស្រីតូចដូចទេពធីតាផ្ការបស់ខ្ញុំចូលទៅថតរូបខាងក្នុងគាត់ជាស្អាតណាស់អូយចៅស្រីយាយារបស់ខ្ញុំមិនទាន់មកវិញទេប្រហែលជាស៊ូហ្វិនមិនចូលចិត្តយាយាមិនចង់ជួបយាយាអញ្ចឹងអាសៀវនិងយ៉ាស៊ឺទៅជាមួយគាត់ស៊ូហ្វិនមិនធ្វើឲ្យចៅស្រីខ្ញុំភ័យទេណាបើវាស្រែកដាក់ចៅស្រីខ្ញុំធ្វើឲ្យយាយាកាត់ទុកមិនល្អទេអូយមុខយាយាប្រឡាក់ម្សៅយាយហើយយាយអោបយាយាលើក្រោយលែងលាបំសៅទៀតហើយផ្ទះបាយមិនត្រូវការតុបតែងទេគាត់ចូលចិត្តស្អាតណាស់អាយុ60ហួសហើយសុខភាពក៏មិនសូវល្អនៅតែពាក់ស្បែកជើងកែងខ្ពស់រាល់ថ្ងៃឥឡូវបដូរចិត្តដោយសារយាយាយាយលាបំសៅស្អាតណាស់យាយមិនលាបមុខក៏ស្អាតដែរយាយចង់អោបយាយាជាងយាយាមកដល់ហើយមកតាអោបយាយមិនទាន់អោបឆ្អែតទេមិនទាន់ឲ្យតាអោបទេអញ្ចឹងឲ្យយាយាជ្រើសរើសយាយាតាស្រឡាញ់យាយាណាស់ចាំដាក់ឲ្យដីមួយដុំយាយាអាចសង់ផ្ទះនៅទីនោះពេលក្រោយសង់ផ្ទះមើលសមុទ្រធំមួយនៅស្រួលណាស់ថ្ងៃក្រោយតាអាចឲ្យអំណោយទៀតមកអោបយាយាយាយក៏ស្រឡាញ់យាយាដែរយាយឲ្យហាង4កន្លែងយាយាមិនបាច់នៅទីនោះចិត្តផ្លូវអាហារឬខ្លាំងយាយាមកនៅផ្ទះយាយវិញហាងនោះជួលអស់ហើយយាយាគ្រាន់តែទទួលលុយស៊ូហ្វេនឯងនិយាយអីយាយាបើឯងធុញទីនោះមិនអីទេឯងអាចសង់សន្តាគារលើដីនោះឥឡូវនៅក្រៅប្រទេសមានសន្តាគារច្រើនណាស់យាយាក៏សង់មួយឲ្យគេជួលដេកតាឲ្យប្រកាសជាមានប្រយោជន៍យាយាឲ្យតាអោបយាយអោបតាអោបថ្ងៃនេះមានរឿងអីមើលទៅអូយអញឃើញយាយាហើយឈប់លេងបៀបើមិនអញ្ចឹងទេលុយនេះទៅមិនរួចទេគិតអីខ្ញុំឈ្នះលុយយាយាមកខ្ញុំឈ្នះលុយយាយនៅឈ្នះ1528ទៀតបៃស៊ូហ្វេងឯងមានសំណាងល្អម្លេះដូចរឿងនិទានអញ្ចឹងយាយាពូកែមែនទេកូនសំណាងមកដល់ខ្ញុំសំណាងល្អប៉ុន្តែខ្ញុំមិនមែនស្រឡាញ់ព្រោះគាត់ជាកូនសំណាងទេឃើញម្ដងក៏ស្រឡាញ់ភ្លាមចៅស្រីល្អណាស់លោកតាលោកយាយយើងយកយាយាទៅជួបឌៀនទេខ្ញុំក៏យូរហើយមិនបានជួបឌៀនអញ្ចឹងឌៀនណែណាហេតុអីខ្ញុំមកយូរហើយមិនឃើញឌៀនសោះឌៀនជាអ្នកណាឌៀនអូនវាជាថ្មីឥឡូវប្រហែលជាសម្រាប់ក្នុងសម្បុកយាយាឌៀនជាឆ្កែតូចរបស់យាយគឺពូទី4យកមកពីបរទេសឈ្មោះថា Border Collie វាជាឆ្កែគួរឲ្យស្រឡាញ់ណាស់តែវាឈឺមិនអាចលេងជាមួយយាយាបានទេពេលវាជាសះស្បើយឲ្យវាលេងជាមួយយាយាទេឌៀនឆ្លាតណាស់ចេះចាប់ fresh bee ទៀតវាថែមទាំងចេះបង្វិលខ្លួនចេះចាប់ដៃវាចេះច្រើនណាស់យាយាប្រកាសជាចូលចិត្តវាណាស់អញ្ចឹងឌៀនឈឺវាមិនមែនតែងតែមានសុខភាពល្អទេហេតុអីក៏ឈឺអត់ទេគេមើលថែវាយ៉ាងយកចិត្តទុកដាក់មិនបានញ៉ាំអីខុសទេរកពេទ្យសត្វមកមើលច្រើនអ្នកហើយរកមូលហេតុមិនឃើញពីមុនខ្ញុំគិតថាវាជាឆ្កែពីបរទេសពេទ្យសត្វពីបរទេសប្រហែលជាដឹងថាវាឈឺអីក៏ឲ្យគេទៅរកពេទ្យសត្វពីបរទេសពួកគេមានសក់ពណ៌មាសភ្នែកខៀវពេទ្យម្នាក់ថាវាមានសុខភាពល្អតែឌៀនអត់មានកម្លាំងតែមិនចង់ញ៉ាំអីថ្មីនេះវាស្គមច្រើនយាយនាំយើងទៅមើលឌៀនទៅ
សួស្តីលោកយាយជំរាបសួរលោកប្រុសទី4និងនាងតូចលោកយាយឌៀននៅតែមិនញ៉ាំមិនផឹកតែទឹកត្រូវតែយើងចាក់ដោយសឺរ៉ាំងឲ្យវាយើងទើបតែឲ្យទឹកដោះពេលបន្តិចវាផឹកបន្តិចហើយបិទមាត់មិនព្រមផឹកទៀតឥឡូវចង់បើកមាត់វាក៏មិនរួចហេតុអីក៏អញ្ចឹងនេះមិនមែនឌៀនទេឌៀនមិនចាំខ្ញុំទេខ្ញុំចូលចិត្តឲ្យទឹកដោះជូរអូនញ៉ាំអូនចូលចិត្តទឹកដោះជូរណាស់ឌៀននេះគឺយ៉ាយ៉ានេះជាប្អូនស្រីថ្មីរបស់អូនចាប់ដៃជាមួយយ៉ាយ៉ាមើលយ៉ាយ៉ានិងឌៀនចាប់ដៃគ្នាសាកល្បងលើកដៃមើលអីយ៉ាឆ្កែនេះហេតុអីវាញាប់ញ័រម្លេះវាញ័រខ្លាំងណាស់ឌៀនព្រមស្ដាប់បញ្ជាហើយចាប់ដៃមនុស្សវិញហើយមិនក៏ដូច្នេះឌៀនខ្លាចខ្មោចតូចនាងតូចអូនកុំនិយាយអីចម្លែកមិនអីទេយ៉ាយ៉ាឯងនិយាយអីខ្មោចព្រីអីបើវាធ្វើបាបអ្នកផ្ទះយើងសំបីតែឆ្កែយើងខ្ញុំក៏មិនទុកដែរអ្នកណាហ៊ានធ្វើអាក្រក់ខ្ញុំមិនទុនដៃទេគឺឆ្កែទាំងនោះដែលធ្វើឲ្យឌៀនខ្លាចវាគិតថាជាខ្មោចនោះមិនមែនជាអាហារឆ្កែរបស់ឌៀនទេនៅទីនោះអត់មានខ្មោចទេយ៉ាយ៉ាឯងនិយាយអីគេអញ្ចឹងទេគ្រាន់តែធុងអាហារឆ្កែមួយយាយតារូបឆ្កែនៅលើធុងអាហារឆ្កែឌៀនខ្លាចវាគិតថាជាខ្មោចអូបាទនេះនៅក្នុងបន្ទប់ខ្ញុំព្យួររូបមនុស្សចម្លែកច្រើនខ្ញុំឃើញក៏ខ្លាចដែរចាជាពិសេសពេលយប់ភ្លើងស្រអាប់ភ្ញាក់ពាក់កណ្ដាលអាធ្រាត្រឃើញពន្លឺស្រអាប់ឃើញមនុស្សចម្លែកច្រើនអ្នកក្នុងបន្ទប់ឈរនឹងក៏ខ្លាចដែរមិនឆ្ងល់ទេឌៀនខ្លាចហ្វេលីលីអញទាំងពីរបដូរធុងអាហារឆ្កែនេះទៅបដូរជាធុងស្រូវយកធុងទាំងនេះទៅចោលអូយឌៀនមានស្មារតីវិញហើយឌៀនសុំទោសយាយយាយទូចយកឆ្កែថ្លៃដែលវាច្រើនពងធុងអាហារធ្វើឲ្យឌៀនយាយក៏មិនមែនចិត្តណាទេយាយក៏ចង់ឲ្យឌៀនបានល្អអ្នកណានឹកស្មានថាឌៀនឆ្លាតឆ្កែធម្មតាមិនចាំបាច់ថាជារូបឆ្កែអរគុណយ៉ាយ៉ាច្រើនបើគ្មានយ៉ាយ៉ាទេមិនដឹងថាឌៀនអស់ស្មារតីមិនទេឌៀនមកលេងថាស្ហោះទេយាយតាយើងនាំយ៉ាយ៉ាទៅខាងក្រៅលេងថាស្ហោះជាមួយឌៀនបាទអីយ៉ាពិនពូកែណាស់យ៉ាយ៉ាចង់លេងជាមួយអញណែអញបោះ Frisbee ទៅវាចាប់បានល្អណាស់ពិនពូកែណាស់យ៉ាយ៉ាពូកែជាងគេពិនជាសេះស្បើយហើយអរគុណយ៉ាយ៉ាពូកែមែនទែននេះហើយជាចៅស្រីតូចរបស់យាយគួរឲ្យស្រឡាញ់ណាស់ចៅស្រីតូចរបស់យាយមិនត្រឹមតែជាទេពនាំសំណាងទេថែមទាំងឆ្លាតណាស់ចាប់ចំណាំរឿងតូចតាចដែលយើងមើលរំលងចាមែនហើយយ៉ាយ៉ាឆ្លាតជាងគេលោកតាលោកពូមានទូរស័ព្ទចូលខ្ញុំទៅលើអាសឺមើលថែប្អូនស្រីផងបាត់យាយខ្ញុំធានាធ្វើឲ្យបានកូនប្រុសទូរស័ព្ទមកធ្វើអីមិនមែនឲ្យយ៉ាយ៉ាត្រឡប់ទៅផ្ទះវិញទេអូអញទីត្រូវហើយខ្ញុំទៅនឹងនៅជាមួយយ៉ាយ៉ាក៏ប្រញាប់ឲ្យយ៉ាយ៉ាត្រឡប់វិញហើយកូនច្បងកូនអាក្រក់នោះស្រឡាញ់យ៉ាយ៉ាដូចក្របភ្នែកឲ្យគាត់មកនេះក៏ល្អហើយឲ្យយ៉ាយ៉ានៅយូរកុំសង្ឃឹមឡើយទូរស័ព្ទមកទៀតហើយមិនមែនឲ្យយ៉ាយ៉ានៅបន្ថែម2ថ្ងៃទេមិនដឹងទេមើលសិនកូនអាក្រក់ឯងចង់បានលុយទៀតហើយឯងរាប់មើលឯងសុំលុយគ្រួសារប៉ុន្មានឆ្នាំហើយប្រគល់មរកហាងឲ្យឯងមិនសង្ឃឹមឲ្យឯងធ្វើឲ្យធំដុំទេឯងរក្សាមិនឲ្យខាតក៏ពូកែហើយឯងវិញប៉ុន្មានឆ្នាំនេះរញ៉េញ៉ៃមកល្អត្រូវឯងធ្វើឲ្យខូចខាតអស់ឯងមិនអាចប្រកបរបរដោយស្ងៀមស្ងាត់បានទេឯងឥឡូវជាមេតបស៊ូហ៊ូមិនបាច់ឲ្យឯងមានជោគជ័យដូចឯងគ្រាន់តែកុំរញ៉េញ៉ៃក៏ល្អហើយមិនខ្លាចឯងលេងសប្បាយខាតបងទេមានចិត្តខ្ពស់ហួសហេតុឯងនៅផ្ទះស៊ីអស់ដេកលូកក៏មិនខាតលុយច្រើនដូចនេះដែរឯងនៅតែមានមុខមកសុំលុយខ្ញុំទៀតកូនប្រុសតូចរបស់ពូវាងផ្ទះចិត្តគ្នាស៊ីផឹកលេងស្រីលបែងសុទ្ធតែដែលមានរូបរាងត្រឹមត្រូវសុទ្ធមិនខាតលុយដូចឯងរកស៊ីខាតទេតាស្ដីបន្ទោសគេយ៉ាយ៉ាតាខឹងហើយកុំស្ដាប់យើងទេយាយនាំឯងទៅលេងជាមួយពុកទៀតទៅចាំបន្តិចទៀតប៉ាម៉ាឯងនឹងចាត់គេមកទទួលហើយប្អូនទី4អត់មានរបៀបរៀបរយសោះបងធំនៅអាយុគាត់ដឹកតបវីដណ្ដើមខេត្តចិត្តខាងអស់ហើយមិនរកក៏មិនអីមនុស្សមិនចាំបាច់រៀបការក៏បានដែរហេតុអីបងត្រូវទៅបារម្ភរឿងអូស៊ូហ្វិនស្ដាប់ខ្ញុំឲ្យចប់ខ្ញុំក៏មិនមែនថាត្រូវរៀបការទេយើងមិនអាចគ្រប់គ្រងគាត់បានទេតែមានអ្នកមើលគាត់ឯងថាយើងប្រគល់កប៉ាល់សៀងប្រហែលជាប្រញាប់ពេកហើយពីមុនគាត់ចេះរកស៊ីណាស់តែតាំងពីទទួលកប៉ាល់មកដូចមនុស្សប្លែកកប៉ាល់សៀងរបស់យើងដំណើរការល្អជានិច្ចទោះឲ្យឆ្កែមួយទទួលមរកក៏មិនអាក្រក់ដល់នឹងដែរតែអីរកស៊ីត្រូវប្អូនទី4ធ្វើឲ្យខូចអស់នឹងហើយយ៉ាយ៉ាត្រូវត្រឡប់ទៅវាយតាន់វិញហើយឯងមិនយកពេលនេះទៅលេងជាមួយយ៉ាយ៉ាទេតែរវល់តែនិយាយពីប្អូនទី4ចង់ត្អូញត្អែពីគាត់
ក៏ត្រូវចាំយ៉ាយ៉ាត្រឡប់ទៅវិញសិនអូចាំលេងជាមួយយ៉ាយ៉ាសប្បាយជាងកូនអាក្រក់នេះចេះតែធ្វើឲ្យខ្ញុំខឹងយ៉ាយ៉ាតានឹងលេងជាមួយអញដែរយ៉ាយ៉ាត្រូវចាំមកលេងតាយីឲ្យបានញឹកញាប់ណាចាស់អូចៅស្រីស្អាតរបស់តាចាំបន្តិចទៀតទៅបានទេឲ្យគេឡើងឡានលឿនទៅយឺតពេកដល់ផ្ទះងឹតហើយមិនសុវត្ថិភាពអូយ៉ាយ៉ាលីហើយប្រយ័ត្នផងណាយ៉ាវយ៉ាវម៉ាអូយ៉ាវយ៉ាវថតឡើងសបាយនៅផ្ទះតាយាយមែនទេចាស់សប្បាយណាស់មានរបស់ឆ្ងាញ់ច្រើនហាឆ្មាតូចល្មកកុំខ្លាចអាម៉ាក់មានរបស់ឆ្ងាញ់ច្រើនដែរឲ្យឯងញ៉ាំឲ្យឆ្អែតអញទៅណាក៏បានញ៉ាំរបស់ល្អអាស៊ឺក៏ធំឡើងច្រើនដែរបងមិនត្រឹមតែធំទេកម្លាំងក៏ច្រើនដែរនៅផ្ទះតាយាយគាត់ជីកដីជូរបំពង់ទឹកទៀតអញ្ចឹងទេអាស៊ឺរបស់ម៉ាក់ពូកែបងទី3ពូកែអត់ទេខ្ញុំទើបតែជីកដីប៉ុន្មានដងទេបំពង់ទឹកគឺពូកម្មករជុះនិងក៏ពូកែដែរអាស៊ឺរបស់ម៉ាក់ធំពេញវ័យហើយទៅផ្ទះយើងទៅមើលបន្ទប់ដែលរៀបឲ្យយ៉ាយ៉ាបាទស្អាតណាស់យ៉ាយ៉ាចូលចិត្តទេចូលចិត្តអរគុណម៉ាក់អញ្ចឹងយ៉ាយ៉ាគិតថាបន្ទប់នេះខ្វះអីទៀតបន្ទប់ម៉ាក់អត់ខ្វះអីទៀតទេមើលទៀតមើលយ៉ាយ៉ារកមើលទៀតបើយ៉ាយ៉ារកឃើញមានរង្វាន់ណាទៅរកមើលខ្ញុំដឹងហើយខ្វះមាសយ៉ាយ៉ាបើកទូក្បែរទៅសៀវភៅមើលបាទអរគុណម៉ាក់មានមាសផងអញ្ចឹងច្បាស់ជាអត់ខ្វះអីទៀតគិតមើលខ្វះអីទៀតខួរក្បាលយ៉ាយ៉ាឈប់ដំណើរការហើយម៉ាក់ខ្វះអីទៀតម៉ាក់ក៏គិតមិនឃើញដែរច្បាស់ជាខ្វះសម្លៀកបំពាក់ស្អាតយ៉ាយ៉ាឯងទៅផ្ទះតាដាក់អស់នឹងហាងរបស់ម៉ាក់នៅសង្ហូនីឆាងហ្គេក៏ជួសជុលរួចរាល់ហើយហាងចិត្តបើកហើយជាងកាត់ដេរក៏មកដល់ហើយមុននេះម៉ាក់ឲ្យយ៉ាយ៉ាសម្លៀកបំពាក់គំរូចាស់ឥឡូវយ៉ាយ៉ាមានបន្ទប់ព្រះនាងតូចហើយធ្វើសម្លៀកបំពាក់សមរម្យ 2-3 ឈុតល្អទេទៅមើលហាងថ្មីម៉ាក់នឹងឲ្យយ៉ាយ៉ាដេរសម្លៀកបំពាក់ស្អាតច្រើនយល់ថាជើហ្វាយច្រៀងឯងជាស្រីអ្នកគ្រប់គ្រងហាងក៏ជាស្រីចេញមុខចេញមាត់ដូច្នេះមិនសមជាស្រីទេឯងនឹងឲ្យគេដេរសម្លៀកបំពាក់ក្នុងហាងបែបហ្នឹងមិនខ្លាចរៀនអាក្រក់ទេស្រីមិននៅផ្ទះមើលប្តីចិញ្ចឹមកូនចេញមកក្រៅបង្ហាញមុខមិនសមរម្យចឹងបើបុរសក្នុងផ្ទះឯងដឹងថាឯងទេសម្លៀកបំពាក់ប្រកាសជាខ្លាចឯងរៀនទម្លាប់អាក្រក់ពីអ្នកគ្រប់គ្រងស្រីនឹងមើលងាយអ្នកដែលមិនទាន់រៀបការកូនស្រីអ្នកដតីក៏មិនហ៊ានបើមិនចឹងគ្មានគ្រួសារណាហ៊ានយកយ៉ាងណាក៏ដោយខ្ញុំមិនអនុញ្ញាតឲ្យកូនប្រុសខ្ញុំយកប្រពន្ធមិនសមរម្យទេឯងនិយាយអីចឹងមានរឿងអីហុងឯងមើលទីនេះខ្ញុំចេញក្រោយបន្តិចបាត់អ្នកគ្រប់គ្រងមានរឿងអីគឺហ្វាំងមីងមកពីហាងសម្លៀកបំពាក់មកវិញហ្វាំងមីងនឹងហួសហេតុពេកគាត់គិតថាបរទេសជារបស់គាត់ធ្វើអាជីវកម្មសម្លៀកបំពាក់អ្នកឯទៀតមិនហាងឯទៀតបើភ្លាមគាត់ទៅរំតែវិធីនេះមួយធ្វើឲ្យហាងសម្លៀកបំពាក់ឯទៀតក្នុងបរទេសមិនគាត់ធ្វើឲ្យទីផ្សារទាំងមូលញញហើយមិនអីទេកុំខ្លាចយើងចូលតាមទ្វារក្រោយទៅក្នុងហាងសិនលោកម្ចាស់លោកថាតើយើងទៅសុំពីមេតបយកកាំភ្លើងយន្តពីបាញ់ហ្វាំងមីងនោះចោលគាត់មិនដឹងថាហាងនេះជារបស់លោកទេបើគាត់ដឹងខ្ញុំថាគាត់មិនហ៊ានធ្វើអំនួតបែបនោះទៀតទេឈុតចិនបង្ហាញរៀងស្អាតណាស់ឈុតបោះចំប្រទេសធ្វើឲ្យមើលទៅថ្លៃថ្នូរលោកម្ចាស់កូនស្រីតូចនិយាយអីគ្នាអ្នកចោទប្រកាន់ខ្ញុំខុសហេតុអីមិនឲ្យគេនិយាយការពិតស្ត្រីចេញមុខចេញការដើរខុសពីធម្មតាហ្វាំងមីងឥឡូវនេះសម័យណាហើយអ្នកនៅនិយាយរឿងចាស់ទាំងនោះទៀតគ្មានសេរីភាពទេឋានៈស្ត្រីត្រូវបានលើកកម្ពស់ឥឡូវស្ត្រីអាចទៅរៀននៅសាលាបានអាចចេញពីផ្ទះមករកការងារចិញ្ចឹមខ្លួនឯងបានគឺឯងធ្វើសម្លៀកបំពាក់ស្រីថែមទាំងជាអតិថិជនទៀតស្ត្រីទាំងឡាយឃើញទេហ្វាំងមីងនេះគាត់ជាស្ត្រីរីកចម្រើនគាត់ជាអ្នកទាំងអស់គ្នាអ្នកនៅតែចង់បញ្ជាទិញសម្លៀកបំពាក់នៅហាងគាត់ទៀតទេហ្វាំងមីងអ្នកក៏ធ្វើឈុតចិនដែរមែនទេការលេចឡើងនៃឈុតចិនបង្ហាញថាឋានៈស្ត្រីត្រូវបានលើកកម្ពស់ស្រីក៏អាចបង្ហាញរាងកាយខ្លួនឯងបានដែរមិនចាំបាច់លាក់ខ្លួនក្នុងសម្លៀកបំពាក់ធំទេស្ត្រីអាចបង្ហាញសម្រស់របស់ខ្លួនបានមិនបាច់ដើរតែជុំវិញចង្ក្រានទៀតទេឈុតចិនជានិមិត្តរូបនៃការលើកកម្ពស់ឋានៈស្ត្រីខ្ញុំជឿលើស្ត្រីទូទៅអ្នកទាំងអស់គ្នាសុទ្ធតែចង់ឲ្យឋានៈត្រូវបានលើកកម្ពស់ឯងថាស្រីបើកហាងមិនមែនជាអ្នកមាននោះមិនមែនកំពុងរារាំងការលើកកម្ពស់ឋានៈគឺអ្នកជាអ្នកធ្វើឈុតចិនបែរជាបដិសេធការលើកកម្ពស់ឋានៈស្ត្រីទៅអ្នកអាចធ្វើឈុតចិនបានល្អម្ចាស់ហាងស្រីតើវាខុសពីការជាស្ត្រីនៅទីនេះអីលោកហ្វាងឈុតចិន10ឈុតដែលខ្ញុំបញ្ជាទិញនៅហាងអ្នកខ្ញុំមិនយកលោកហ្វាង
ខ្ញុំបានបងប្រាក់កក់សម្ពុត7 ឈុតសូមលោកយកប្រាក់កក់មកឲ្យខ្ញុំវិញខ្ញុំក៏មិនប៉ុន្មានឆ្នាំនេះខ្ញុំបានធ្វើសម្លៀកបំពាក់ច្រើននៅហាងលោកហ្វាងឥឡូវគិតទៅវិញស្អប់ខ្ពើមណាស់ពីនេះទៅខ្ញុំក៏មិនទៅទៀតដែរខ្ញុំត្រូវត្រឡប់ទៅប្រាប់បងស្រីទាំងអស់របស់ឲ្យទៅធ្វើសម្លៀកបំពាក់នៅហាងគាត់ទៀតខ្ញុំនិយាយខុសខ្ញុំទទួលស្គាល់តាមពិតខ្ញុំគ្រាន់តែចង់និយាយថាគេប្រើក្រណាត់សូត្រសុទ្ធទាំងអស់ហាងនេះយ៉ាងគេវាលេចឡើងភ្លាមមិនដឹងមកពីណាទេមិនមែនហាងចាស់ដូចយើងទេហាងយើងនៅសុងហ៊ូប៉ុន្មានឆ្នាំហើយស្រីអ្នកមានច្រើនណាស់ដែលមកដេរសម្លៀកបំពាក់ឯងធានាគុណភាពអ្នកមិនមកហាងចាស់យើងដេរសម្លៀកបំពាក់ទេទៅដេរនៅហាងនេះយ៉ាងគេថ្មីមិនខ្លាចធ្វើមិនល្អទេខ្ញុំចង់មើលថាឯងនៅរត់យ៉ាងម៉េចទៀតខ្ញុំនិយាយខុសហើយខ្ញុំជាមនុស្សមិនល្អតែអ្នកស្រីទាំងអស់អ្នកមិនគួរធ្វើដូចឆ្លាតសម្លៀកបំពាក់មិនសមទេមើលចុះក្រណាត់នេះឆាងគេនេះពាក់លើអ្នកមិនឃើញថាវាទាបដែរទេក្រណាត់ហាងយើងខុសគ្នាទេគុណភាពខ្ពស់ហើយដេរល្អណាស់នេះហើយជាសម្លៀកបំពាក់ដែលអាចពាក់ចេញក្រៅបានល្អមែនទេប៊ូតុងមិនល្អទេឬខោក៏ដេរមិនល្អដែរហាថាដេរល្អណាស់មិនក៏ខោអាវដាច់កណ្ដាលផ្លូវអញ្ចឹងហើយយើងមិនហ៊ានពាក់សម្លៀកបំពាក់ហាងឯងទៀតយើងខ្លាចដូចឯងខោអាវដាច់ពីគ្នាកណ្ដាលផ្លូវប្រហែលមិនត្រឹមតែដេរមិនល្អទេក្រណាត់ក៏មិនល្អដែរដឹងហើយថាមិនត្រឹមតែដេរមិនល្អទេគុណភាពក៏អត់ល្អដែរខ្ញុំមិនទៅហាងលោកហ្វាងដេរសម្លៀកបំពាក់ទៀតទេអាក្មេងមាត់អាក្រក់មកពីណារករឿងខ្ញុំហើយមាត់អាក្រក់ចេញមកប្រយ័ត្នទៅឃើញខ្ញុំមិនបាច់អន់ក្បាលធំបែបនេះទេអ្នកស្រីឌូជួនថៅកែនេះមិនមែនក្រណាត់ហាងយើងទេហ្វាងមីងមិនដឹងយកក្រណាត់ពីណាមកថាជារបស់យើងដើម្បីបង្ខូចឈ្មោះហាងនេះយ៉ាងគេយើងមិនទាន់បើកជាផ្លូវការទេគាត់មានក្រណាត់ផ្ទះយើងហើយយើងដេរតាមបញ្ជាតែប៉ុណ្ណោះមិនលក់ក្រណាត់ដាច់ដោយដូច្នេះមិនមែនក្រណាត់យើងទេសួស្ដីអ្នកទាំងអស់គ្នាហាងនេះឆាងគឺយើងមិនទាន់បើកជាផ្លូវការទេតែយើងត្រៀមអ្វីគ្រប់យ៉ាងរួចរាល់សូមស្វាគមន៍អ្នកទាំងអស់គ្នាមុនពេលបើកហាងមកទស្សនាហាងនេះយ៉ាងគេយើងប្រើក្រណាត់សូត្រល្អបំផុតពីក្រណាត់សូត្រដែលមានគុណភាពជាងកាត់ដេរជាងប៉ាក់សុទ្ធតែជាងមានបទពិសោធន៍ជាង20ឆ្នាំស្វាគមន៍ស្ត្រីរីកចម្រើនទាំងអស់បុរសសម័យថ្មីមកទស្សនាហាងយើងធ្វើអាក្រក់ច្រើនហួសនឹងត្រូវវិនិច្ឆ័យខ្លួនឯងខ្ញុំយល់ហើយពីចេតនារបស់ថៅកែនេះក៏ជាការសន្សំបុណ្យឲ្យកូនស្រីខ្ញុំដែរសម្លៀកបំពាក់ដាក់ក្នុងឡានខ្ញុំនឹងនាំយ៉ាទៅបានហើយថៅកែអូហារឿងអីសប្បាយម្លេះហាយ៉ានថ្ងៃនេះអរគុណអ្នកណាស់អ្នកគ្រប់គ្រងចៅនិយាយនៅនេះឆាំងទៅហើយឈុតឆេងសាមកៅស្ត្រីអាចបង្ហាញរាងកាយមិនបាច់លាក់ខ្លួនក្នុងសម្លៀកបំពាក់ធំទៀតតែធ្វើឲ្យគេជាសញ្ញានៃការលើកកម្ពស់ទទួលបានសេរីភាពនេះមិនមែនជារបស់អ្នកគ្រប់គ្រងចៅទេអ្នកឲ្យគាត់និយាយមែនទេអ្នកក៏ជ្រើសរើសកម្មករដែរស្វាគមន៍ស្ត្រីសម័យថ្មីបុរសសម័យថ្មីមកដាក់ពាក្យនៅហាងអ្នកឥឡូវទូទាំងសុងហ៊ូកំពុងតៃនេះឆាងគឺគាំទ្រសេរីភាពស្ត្រីគាំទ្រគំនិតសម័យថ្មីលើកទឹកចិត្តទាំងស្ត្រីទាំងបុរសឲ្យរីកចម្រើនឆាប់ឬគេដឹងហើយនេះឆាងគេឥឡូវមានឈ្មោះល្បីណាស់ស្អែកច្បាស់ជាឡើងកាសែតធំគេក៏ដឹងដែរថានោះជាហាងរបស់ប្រពន្ធខ្ញុំឈិនទូជអាយ៉ានអ្នកក៏កំពុងតែបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្ញុំដែរឥឡូវខ្ញុំទទួលបានការគាំទ្រនេះនឹងជាជំនួយឲ្យខ្ញុំតាំងទីនៅអ្នកពិតជាជួយខ្ញុំច្រើនណាស់ពាក្យទាំងនោះខ្ញុំឲ្យអ្នកគ្រប់គ្រងចៅនិយាយប៉ុន្តែក៏អរគុណយ៉ាយ៉ាដែរយ៉ាជាអ្នកបំផុសគំនិតខ្ញុំយ៉ាពិតជាតារាសំណាងរបស់គ្រួសារយើងម៉ាក់ខ្ញុំកំពុងធ្វើបាយមិនទាន់រួចឆាប់ទេអ្នកនាំយ៉ាទៅលេងសិនខ្ញុំនៅមានគំនូរប្លង់ខ្លះចង់គូឲ្យចប់ដើរលេងទៅយ៉ាទៅបន្ទប់សៀវភៅជាមួយប៉ាទៅយ៉ាចាំអូនធំបន្តិចប៉ានឹងនាំទៅហាត់បាញ់កាំភ្លើងប៉ាមានកន្លែងហាត់បាញ់ផ្ទាល់មើលថាអូនចូលចិត្តកាំភ្លើងប្រភេទណាប៉ានឹងបង្ហាញអូនឲ្យស្គាល់មុនប៉ាឲ្យអូនឃ្លាំងអាវុធរបស់ប៉ាមានកាំភ្លើងសន្សំផ្សេងទៀតដែរបើយ៉ាចង់បានប៉ាឲ្យហើយយ៉ាមិនហើយខ្ញុំចូលចិត្តមួយនេះប៉ាឲ្យខ្ញុំចូលចិត្តទាំងអស់មិនចេះជ្រើសទេហាអញ្ចឹងឲ្យយ៉ាទាំងអស់អរគុណប៉ាធ្ងន់ណាស់ហាកាំភ្លើងវាធ្ងន់អញ្ចឹងយ៉ាញ៉ាំបាយឲ្យច្រើនធំឡើងពេលនោះកុំថាកាំភ្លើងធ្ងន់ទៀតមកយ៉ាប៉ាណែនាំកាំភ្លើងទាំងនេះឲ្យនេះជាដងកាំភ្លើងនេះជាបំពង់កាំភ្លើងយ៉ាម៉ោងយប់ហើយយើងចូលគេងវិញយ៉ាវដេកលក់ហើយទើបតែងមួយដេកមានរឿងអីមិនមុខក្រៀមក្រំអញ្ចឹងយ៉ាយប់នេះដេកតែម្នាក់ឯងជាលើកដំបូងខ្ញុំបារម្ភពីគាត់បន្តិចចាំបើគាត់ទាត់ភួយផ្ដាសាយវិញចាំបើគាត់សុបិនអាក្រក់ចាំបើភ្ញាក់ឡើងមិនឃើញយើងគាត់ពិបាកចិត្តវិញមិនអត់ទេខ្ញុំត្រូវទៅមើលម្ដងទៀតបើអ្នកមិនស្រួលចិត្តមែនខ្ញុំទៅជាមួយមើលមួយផ្លែតមើលហើយមកដេកអ្នកថាហើយយ៉ានេះកំពុងសុបិនល្អហើយប្រហែលជាអញ្ចឹងម៉ាក់ប៉ា
Dương hạ đôi chỉ đa gia dạp nhẹ. Cứ anh chân. Gia mặc khơi gia sai bên mùi. Sụp bên khơi rương sập bài ấy nâng. Môn ní gia sụp bên khơi mặc bạch. Pa có bạch đài, bong có bạch đài. Tai dục ní gia dỗ sập khơi cái trong phơi bà bà. Taiប្រជាជនទូទាំងប្រទេសចេញមកការពារប៉ាអ្នកដែលធ្វើបាបប្រពុកត្រូវគេបាញ់ដៃអូអញ្ចឹងអ្នកណាបាញ់កាំភ្លើងទៅដៃមនុស្សអាក្រក់គឺយ៉ាហាយ៉ាយើងថ្ងៃក្រោយនឹងក្លាយជាអ្នកបាញ់កាំភ្លើងពូកែយ៉ាកុំបារម្ភម៉ាក់និងប៉ានឹងនៅល្អបងក៏នឹងនៅល្អដែរគ្រូសាយើងនឹងនៅជាមួយគ្នាជានិច្ចគ្មានអ្នកណាអាចបំបែកយើងបានទេយ៉ានឹងការពារម៉ាក់ការពារប៉ាការពារបងខ្ញុំក៏នឹងការពារយ៉ាដែរយើងក៏នឹងការពារយ៉ាការពារម៉ាក់ប៉ាល្អសុទ្ធតែកូនល្អមកទាំងអស់គ្នាយប់នេះយើងទាំងគ្រួសារដេកជាមួយគ្នាបងខ្ញុំក្តៅណាស់យ៉ាក៏ក្តៅដែរយ៉ាឯងសុបិនឃើញអីសើចសប្បាយម្លេះខ្ញុំសុបិនឃើញមនុស្សអាក្រក់ចង់ធ្វើបាបប៉ាខ្ញុំយកកាំភ្លើងបាញ់ត្រូវដៃគាត់យ៉ាពូកែណាស់បងមិនដែលសុបិនឃើញរឿងបែបនេះយ៉ាចង់ខ្លាចជាអ្នកបាញ់កាំភ្លើងពូកែប៉ាទូចថានឹងនាំខ្ញុំទៅទីលានបាញ់កាំភ្លើងហើយថែមទាំងឲ្យកាំភ្លើងខ្ញុំនឹងហើយដេកទាំងអស់គ្នាទៅស្អែកទៅរៀនទៀត